សាច់រឿងរបស់យើងចាប់ផ្ដើមមកនៅលើប្រលានយន្តហោះរបស់កូរ៉េខាងត្បូងមានគ្រួសារមួយដែលបានមកពីណាដឹងទេព្រោះអីគេអត់ទាន់ប្រាប់ពេលនោះដែរពូពាក់វ៉ែនតាពណ៌ខ្មៅរបស់យើងនឹងដែរត្រូវជាឪរបស់ទូប្រុសរបស់យើងនឹងក៏បាននិយាយថាអូនៅចូលសិនទៅខាងត្បូងនេះពិតជាមានខ្យល់អាកាសខុសគ្នាមែនហើយបន្តមកទៀតនឹងទូប្រុសរបស់យើងក៏បាននិយាយម្ដងថាតើយើងពិតជាទៅស្លៀកបំពាក់ផ្លែកទាំងអស់នេះមែនទេហើយពេលនោះដែរម៉ាក់របស់គេក៏បានមកនិយាយថាអូកុំប្រុសកុំនិយាយអញ្ចឹងនៅទីនេះអីហើយបន្តមកទៀតនឹងពួកគេមួយគ្រួសារនឹងក៏បានជួលតាក់ស៊ីគេថាជិះពេញទីក្រុងតែម្ដងពេលនោះដែរប៉ារបស់ទូប្រុសរបស់យើងក៏បាននិយាយថាអូនៅទីនេះពិតជាមានអគារខ្ពស់មែននៅពេលដែលគាត់ពងតែនិយាយហ្នឹងក៏សតែមានដៃមួយបានលូកចេញមកតែម្ដងហើយដៃនោះដែរគឺជាដៃរបស់ប្រពន្ធគាត់នឹងហើយអ្នកគ្នាដែលបានទីងមុនគាត់ទៅកុំឲ្យគាត់និយាយច្រើនពេកហើយបន្តមកទៀតមកពួកគេក៏បានមកដល់ខុនដូដែលពួកគេត្រូវនៅនេះគឺថានៅជាន់លើនោះហើយអគារនៅប្រទេសកូរ៉េគឺថាខ្ពស់មែនតើអ្នកគ្នាចង់100ជាន់នេះតែភ្លាមនៅតែមានលោកអ៊ំសាន់សុកម្នាក់គាត់បានដើរមកបន្តមកទៀតដែរគាត់ក៏បាននិយាយថាតើអ្នកទាំងអស់គ្នានឹងមកជួបអ្នកណាប្រសិនបើគ្មានលិខិតអញ្ជើញទេមិនអាចចូលទៅខាងក្នុងបានទេហើយរួចមកឪរបស់ទូប្រុសរបស់យើងនឹងក៏បាននិយាយប្រាប់ទៅវិញទៅថានោះអាចន់នៅលើគេនោះអានឹងគឺជាផ្ទះរបស់ខ្ញុំយើងបានផ្លាស់ប្ដូរវាកាលពី1ខែមុនអ្នកគ្នារួចមកសាច់រឿងរបស់យើងក៏បានកាត់មកកន្លែងនេះវិញម្ដងហើយកន្លែងនេះដែរគឺជាវិទ្យាល័យអន្តរជាតិសេអ៊ូលដែលនៅចំទីក្រុងសេអ៊ូលតែម្ដងហើយក៏មានសិស្សចូលថ្មីម្នាក់ក៏បានចូលមករៀននៅទីនេះដែរហើយនេះគឺជាទូប្រុសរបស់យើងនឹងហើយពេលនោះអ្នកគ្រូពាក់អាវពណ៌ក្រហមនឹងក៏បាននិយាយទៅកាន់សិស្សផ្សេងថាសិស្សទាំងអស់គ្នាថ្ងៃនេះគឺមានសិស្សផ្ទៃថ្មីមកហើយអ្នកទាំងអស់គ្នាសូមស្វាគមន៍សិស្សថ្មីរបស់យើងផងហើយពេលនោះដែរអ្នកគ្រូនឹងក៏បានឲ្យទូប្រុសរបស់យើងគាត់ណែនាំខ្លួនទៅពេលនោះទូប្រុសរបស់យើងក៏បាននិយាយថាសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះវីតច្រឡំខ្ញុំបាទឈ្មោះខាងករីករាយដែលបានជួបអ្នកទាំងអស់គ្នានៅទីនេះហើយក៏មាននារីម្នាក់បាននិយាយថាអូយបរិនោះសង្ហាណាសំជាម៉ៃថែបរបស់ខ្ញុំបន្ទាប់ទៀតណាបែកខាងកនរបស់យើងហ្នឹងក៏បានដើរទៅអង្គុយក្នុងតុទៅព្រោះអីពេលហ្នឹងដល់ម៉ោងចូលរៀនហើយនៅពេលដែលគាត់បានចូលទៅអង្គុយក្នុងតុហ្នឹងក៏សត្វតែមានអាពីរនាក់ដែលមួយសក់ក្រហមមួយសក់ខ្មៅគឺថាវាសឡក់សឡឹងទូប្រុសរបស់យើងមែនតើប្រហែលវាចង់មានបញ្ហាហើយអ្នកទាំងអស់គ្នាហើយបន្ទាប់មកទៀតហ្នឹងអ្នកគ្រូហ្នឹងក៏បានសួរទៅកាន់ទូប្រុសរបស់យើងថាអេបងអូនសិស្សថ្មីតើបងអូនគិតថាបងអូនអាចរៀននឹងជាមួយអ្នកគ្រូបានទេនេះគឺជាឆមីទី2ឆ្នាំទី2ហើយតើដឹងទេហើយបន្តមកទៀតហ្នឹងក៏បានសួរវិញ្ញាសាទៅកាន់ទូប្រុសរបស់យើងក៏បាននិយាយថាតើវិញ្ញាសានេះតើបងអូនអាចដោះស្រាយវាបានទេអ្នកគ្នាហើយនេះគឺជាវិញ្ញាសាអ្នកទាំងគ្នាអ្នកគេដែលចេះអាច comment បានខ្ញុំមើលអត់យល់ទេវិញ្ញាសាស្អីទេបើសិនតែភាសាកូរ៉េអញ្ចឹងហើយបន្តមកទៀតហ្នឹងទូប្រុសរបស់យើងក៏បានប្រាប់ទៅអ្នកគ្រូវិញថាអូយវិញ្ញាសាស្រួលហ្នឹងចម្លើយនេះគឺ224ពេលនោះសតតែសិស្សបកែប្រចាំថ្នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងបាននិយាយថាអ្នកគ្រូចម្លើយនេះគឺត្រឹមត្រូវហើយគាត់បានគិតក្នុងរយៈពេលខ្លីតែប៉ុណ្ណោះសូម្បីតែអ្នកគ្រូហ្នឹងក៏នឹកស្មានម្ដងដែរថាទូប្រុសរបស់យើងអត់បានគិតអីច្រើនគឺថាឆ្លោយយកមកត្រូវតែម្ដងគឺថាផ្អើលមកថ្នាក់តែម្ដងប៉ុន្តែងាកមកមើលមុខទូប្រុសរបស់យើងវិញគឺថាធ្វើមុខដូចងាប់ដែរគឺដូចមានរឿងអ្វីកើតឡើងអញ្ចឹងហើយបន្ទាប់ទីមកសាច់រឿងរបស់យើងក៏បានត្រឡប់ពេលវេលាទៅខាងក្រោយបន្តិចដែលជាប្រវត្តិរបស់ទូប្រុសរបស់យើងនិយាយរួមទៅតែពីទូដតធំមកទូប្រុសរបស់យើងត្រូវបានទាហានដឹងថាទាហានស្អីទេគឺក្នុងរឿងហ្នឹងគេអត់បានបញ្ជាក់ទេអ្នកទាំងនេះអញ្ចឹងខ្ញុំក៏អត់ដឹងដែរប៉ុន្តែដឹងថាគាត់ត្រូវបានគេនឹងវឹកហាត់គាត់ដើម្បីឲ្យធ្វើជាឃាតករឬក៏ធ្វើបេសកកម្មអីមួយអញ្ចឹងទៅហើយការវឹកហាត់នោះរួមមានយកកបិតហ្នឹងទៅចាក់ដើមឈើផងយកកំភ្លើងហ្នឹងទៅបាញ់នៅដើមឈើផងដើម្បីបាញ់ត្រូវគោលដៅហើយតម្រូវត្រូវឲ្យគាត់នឹងខ្សោយរត់100គីឡូតែម្ដងហើយនឹងមានការវឹកហាត់ជាច្រើនទៀតខ្ញុំនឹងដាក់រូបឲ្យអ្នកទាំងអស់គ្នាមើលហើយបន្តទីមកទាហានដែលបានវឹកហាត់គាត់ហ្នឹងក៏បានហៅគាត់មកនិយាយជាមួយថាហើយគេហៅគាត់ហ្នឹងដែរ Mr. Swain អ្នកទាំងគ្នាហើយគេបាននិយាយថាគេមានបេសកកម្មគាត់ហ្នឹងឲ្យទៅតំបន់ចូលសិនដែលខ្ញុំនិយាយពីក្បាលដំបងរឿងហ្នឹងដើម្បីទៅធ្វើបេសកកម្មអីមួយចឹងទៅហើយគេបាននិយាយទៀតដែរថាបេសកកម្មហ្នឹងនឹងត្រូវចំណាយពេល10ឆ្នាំឬក៏យូរជាងហ្នឹងហើយបន្តទីមកឲ្យគាត់ហ្នឹងចូលវិទ្យាល័យ CEO ហ្នឹងគ្នាដែលខ្ញុំនិយាយពីក្បាលដំបងហ្នឹងរួចមកកសាងទំនាក់ទំនងនយោបាយនិងសេដ្ឋកិច្ចខ្លាំងបំផុតបន្ទាប់មករងចាំការបញ្ជារបស់គណៈបកនោះជាបេសកកម្មរបស់ទូប្រុសរបស់យើងនិយាយរួមទៅគាត់ទៅធ្វើរឿងនយោបាយអ្នកទាំងអស់គ្នាហើយយើងអត់ដឹងថារឿងអីខ្លះទេយើងចាំមើលបន្តទៀតទៅហើយគេបាននិយាយទៀតដែរថាទូប្រុសរបស់យើងហ្នឹងមិនមែនទៅតែម្នាក់ឯងទេគឺទៅ2នាក់ទៀតហើយ2នាក់ទៀតហ្នឹងអ្នកគ្នាប្រហែលជាបានដឹងគឺម៉ាក់ប៉ារបស់គាត់ហ្នឹងក៏តែគ្រាន់តែម៉ាក់ប៉ាខ្លាញ់គឺខ្លាញ់បន្លំធ្វើជាម៉ាក់ប៉ារបស់គាត់ចឹងឯទៅហើយសាច់រឿងរបស់យើងបន្តមកទៀតហ្នឹងក៏បានកាត់មកកន្លែងរបស់ម៉ាក់ប៉ាទូប្រុសរបស់យើងគឺម៉ាក់ប៉ាខ្លាញ់ហ្នឹងហើយពេលនោះអ៊ំស្រីហ្នឹងក៏បានសួរអ៊ំប្រុសថាតើអ្នកគិតថាខាងគាត់នឹងអាចធ្វើរឿងនេះបានទេអ៊ំប្រុសបាននិយាយវិញថាកុំប្រញាប់ពេកអីគិតតែពីរឿងល្អៗទៅបានហើយតែទាំងនេះដោយសារតែពីអ្នកគាត់ហ្នឹងគេអត់ទាន់ប្រាប់ឈ្មោះទេចឹងខ្ញុំក៏ហៅចឹងទៅអត់ស្អីនឹងរបស់យើងក៏បានកាន់មកពេលបច្ចុប្បន្នវិញដែរបែកខាងក៏របស់យើងគាត់ពងនៅក្នុងថ្នាក់ចឹងពេលនោះក៏មានស្រីមកចោមរោងគាត់តែម្ដងហើយស្រីអស់ទាំងនោះក៏បានសួរគាត់ដែរថាគាត់មកពីណាគាត់ផ្ទេមកពីណាគាត់មកពីក្រៅប្រទេសឬជនជាតិអង់គ្លេសឬក៏ជាជនជាតិខ្មែរឬក៏សួរច្រើនឡើងតប៉ែវិញហ្នឹងតែម្ដងឲ្យអ្នកទាំងអស់គ្នាមើលមុខទូប្រុសរបស់យើងហើយគឺថាធ្វើមុខដូចគេចងបាញ់ដែរនេះហើយបន្ទាប់ទៀតមកក៏មានកញ្ញាម្នាក់ទៀតក៏បានមកដល់នាងបាននិយាយថានាងមានឈ្មោះថាលីអេរ៉ាអ្នកទាំងអស់គ្នាហើយនាងក៏បាននិយាយរាក់ទាក់ជាមួយទូប្រុសរបស់យើងទៅថាហូបបាយនៅតែទូប្រុសរបស់យើងគឺថាអត់មានមាត់អីមិនគឺថា
ស្លក់នាងតែម្ដងមានតែគាត់គិតអីទេហើយស្អីរឿងរបស់យើងនឹងក៏បានកាត់ទៅថយក្រោយបន្តិចនៅការប្រយុទ្ធមិញដែលទូប្រុសរបស់យើងក៏ទៅមកដល់សាលាតែនៅការប្រយុទ្ធមិញកុំច្រឡំថាយប់ថ្ងៃហ្នឹងដែលទូប្រុសរបស់យើងនឹងគាត់កំពុងតែអង្គុយមកប្រវត្តិរបស់កញ្ញាលេអេរ៉ារបស់យើងនឹងហើយអត់ដឹងថាគាត់នឹងមានកម្រងការអីទេពេលនោះសោះតែប៉ារបស់ទូប្រុសរបស់យើងតែប៉ាខ្លាយៗនឹងក៏បានមកដល់ពេលនោះក៏បានយកឯកសារមកថងមកតែម្ដងហើយគាត់ក៏បាននិយាយប្រាប់ទូប្រុសរបស់យើងដែរថាទាំងនេះគឺជាព័ត៌មានលម្អិតនៃគោលដៅដែលត្រូវចងចាំមានគោលដៅគួរឲ្យកត់សម្គាល់ជាច្រើនជាងការរំពឹងទុកដូច្នេះត្រូវតែសម្គាល់វាឲ្យចាំហើយនៅពេលព្រឹកស្អែកនៅពេលដែលឯងទៅដល់វិទ្យាល័យឯងត្រូវតែធ្វើខ្លួនដូចជាមនុស្សទូទៅមិនត្រូវធ្វើខ្លួនឲ្យគេសង្ស័យឡើយហើយរឿងរបស់យើងក៏បានកាត់មកពេលបច្ចុប្បន្នវិញដែរទូប្រុសរបស់យើងនឹងគាត់កំពុងតែស្លក់មុខនាងនឹងទូប្រុសរបស់យើងក៏បានគិតក្នុងចិត្តមួយសន្ទុះថាតើនេះមែនទេគឺជាកូនស្រីច្បងនៃក្រុមហ៊ុនធំជាងគេនៅកូរ៉េខាងត្បូងនេះសែមជីងក្រុមជាក្រុមហ៊ុនពហុជាតិមូលដ្ឋានកម្មទីផ្សារចំណាប់ថ្នាក់លេខ1ដូច្នេះហើយខ្ញុំត្រូវតែបង្កើតទំនាក់ទំនងល្អជាមួយនឹងនាងដើម្បីទាញយកអាចកំបាំងអំពីក្រុមហ៊ុនរបស់នាងបន្ទាប់ពីគាត់គិតបែបនេះហើយឱកាសល្អរបស់គាត់ក៏បានមកដល់ហើយពេលនោះនាងបានសុំលេខទូរស័ព្ទរបស់នាងឬក៏ Instagram ឬក៏អីតាក់តងអីចឹងទៅប៉ុន្តែទូប្រុសយើងសាំចុយមកអត់មានទូរស័ព្ទអីណាណៃអើយតប៉ែ JM ពេលនោះទូប្រុសយើងក៏ធ្វើប៊ីបឹកព្រោះគាត់មានទូរស័ព្ទពេលនោះនាងក៏បានដើរចេញទៅវិញទៅគឺថាលាលោដូចបើសិនទឹកហើយពេលនេះពេលនោះទូប្រុសយើងបានគិតថាចុយអញមកធ្វើបេសកកម្មមួយទាំងមូលអត់យកទូរស័ព្ទអត់យកអីមកបាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាទាំងអស់ហូបបាយនៅសាច់រឿងរបស់យើងនេះចាប់ផ្ដើមឡើងនៅពេលដែលទូប្រុសយើងនឹងគាត់ក៏បានដើរចេញពីសាលាឬក៏វិទ្យាល័យអញ្ចឹងពេលនោះស្រាប់តែគាត់ឃើញឡានទំនើបជាច្រើនថាឈរចម្រុងទូគ្នាតែម្ដងគឺថាសាលានេះគឺជាសាលារបស់កូនអ្នកមានអ្នកទាំងគ្នាមកតមកទៀតក៏មានកញ្ញាម្នាក់បានដើរកាត់ពីមុខគាត់ពេលនោះស្រាប់តែអង្គរៈរបស់គេនឹងក៏បានដើរចេញមកមើលមុខទូប្រុសយើងតែម្ដងហើយសាច់រឿងរបស់វាធំជាក្បាលទូប្រុសរបស់យើងទៅទៀតហើយពួកគេនឹងគឺជាអង្គរៈរបស់កញ្ញាម្នាក់នោះហើយអ្នកបន្តមកទៀតនឹងគឺជាកញ្ញាលេរ៉ារបស់យើងនាងក៏បានដើរចូលឡានរបស់នាងដែរទៅគឺជាឡានពណ៌ផ្ទៃមេឃនោះហើយអ្នកនរគ្នាគឺថាសុទ្ធតែជាកូនអ្នកមានតែម្ដងហើយភ្លាមៗនោះសុទ្ធតែមានដៃនរណាគេម្នាក់រត់មកផ្ទះទូប្រុសរបស់យើងក៏ប៉ុន្តែទូប្រុសរបស់យើងក៏បាន reflect លឿនមកតែម្ដងអ្នកគ្នាពួកឲ្យអាមួយនោះមានការញាប់យ៉ាងខ្លាំងហើយវាបាននិយាយថាឯងពិតជារហ័សមែនតែមកតមកទៀតអង្គរៈរបស់វាក៏អាមួយមានធំក៏បានមកគឺថាគេមកការពារចវាយគេអញ្ចឹងណាដូចមកពីហ្នឹងក៏បានដើរចូលក្នុងឡានរបស់វាទៅគឺឡានពណ៌លឿងនេះហើយអ្នកនរគ្នាមកតមកទៀតហ្នឹងក៏មានបរិមម្នាក់មកនិយាយជាមួយទូប្រុសរបស់យើងហើយអាមួយហ្នឹងក៏ជាកូនអ្នកធំម្នាក់ដែរហើយឥឡូវនេះខ្ញុំសង្ខេបផ្លេចទៅអាមួយហ្នឹងមានឈ្មោះថាចាំងដងវូដែលមានជីតាហ្នឹងជាក្រសួងមហាផ្ទៃយុទ្ធធម៌ហើយឪពុកបរប៉ែហ្នឹងគឺជាប្រេទីអាញាក្រុងសេអ៊ូលតែម្ដងហើយចំណែកម៉ាក់បរប៉ែហ្នឹងវិញក៏ជាចៅក្រមជាន់ខ្ពស់នៃតុលាការក្រុងសេអ៊ូលដែរនិយាយតែមកទៅគឺជាកូនអ្នកធំតែម្ដងមកតមកទៀតណាប៉ែហ្នឹងក៏បាននិយាយជាមួយទូប្រុសរបស់យើងថាអេប្រូសាលារៀននេះគឺជាសាលារៀនដែលមានសិស្សមកពីគ្រួសារល្បីផ្លូវទៅផ្ទះវិញវាតែងតែរញ៉េរញ៉ៃអញ្ចឹងហើយមើលទៅលោកទៅដូចជាគ្មានយានជំនិះសម្រាប់ទៅផ្ទះវិញទេអីបើដូច្នេះលោកទៅជាមួយនឹងខ្ញុំមកហើយទូប្រុសរបស់យើងនឹងគឺថាធ្វើមុខដូចជាមិនចង់ទៅជាមួយអញ្ចឹងក៏ប៉ុន្តែបន្តិចទៀតក្រោយមកស្រាប់តែនៅលើឡានរបស់គេតែម្ដងមកតទៀតនឹងអាប៉ែចាំងដងវូនឹងក៏បានសួរឈ្មោះទូប្រុសរបស់យើងទៅហើយក៏សួរទីកន្លែងស្នាក់នៅឬក៏ទីកន្លែងរស់នៅហើយបន្តមកទៀតទូប្រុសរបស់យើងក៏បាននិយាយថាគាត់មានឈ្មោះថា Kangon ហើយកន្លែងស្នាក់នៅរបស់គាត់គឺនៅកន្លែង Belpo Blue Powers ហើយប៉ែហ្នឹងក៏បានប្រាប់ឈ្មោះគាត់ទៅវិញទៅថាគាត់មានឈ្មោះថាចាំងដូវូអីចឹងទៅគ្នាហើយពេលនោះដែរវាក៏បានប្រាប់ទៅពូតកងឡានថាអ៊ំឈប់នៅ Belpo Blue Power ជាមុនសិនទៅហើយបន្តមកចាំនាំខ្ញុំទៅ Academy ហើយនៅក្នុងឡាននោះដែរប៉ែចាំងដូវូនឹងក៏បានសួរទូប្រុសរបស់យើងថាតើនៅក្នុងឋានៈលោកបានដោះស្រាយមុខវិជ្ជាកំណត់វិជ្ជាបានដោយរបៀបណាមុខវិជ្ជានេះគឺពិតជាពិបាកខ្លាំងណាស់ក៏ប៉ុន្តែលោកអាចដោះស្រាយវាបានវាពិតជារឿងដ៏គួរឲ្យអស្ចារ្យមែនតែនហ្មងខ្ញុំនិយាយប្រាប់លោកតាមត្រង់ចុះខ្ញុំគឺជាសិស្សដែលខ្សោយជាងគេនៅក្នុងថ្នាក់នោះតែម្ដងហើយបន្តមកទៀតណាប៉ែខេងកនរបស់យើងក៏បាននិយាយថាតើឯងនឹងចង់ឲ្យយើងបរៀនឯងទេយើងនឹងបរៀនឯងពីរបៀបដោះស្រាយអំពីមុខវិជ្ជានេះពេលដែរធ្វើអាប៉ែឆាំងដូវូនមានការសប្បាយចិត្តជាខ្លាំងគឺថាវាហូរពេញឡានតែម្ដងហើយបន្តទៀតណាប៉ែខេងកនរបស់យើងក៏បានគិតក្នុងចិត្តថាអ្វីៗគ្រប់យ៉ាងកំពុងតែដំណើរការយ៉ាងល្អហើយពេលនោះស្រាប់តែអាប៉ែឆាំងដូវូននឹងក៏បាននិយាយថាចុំតើអ្នកមិនមានទូរស័ព្ទទេឬគឺធ្វើអាប៉ែខេងកនរបស់យើងកៀងតែម្ដងហើយបន្តទៀតសាច់រឿងរបស់យើងក៏បានកាត់មកឡានពណ៌ផ្ទៃមេឃនេះវិញដែលជាឡានរបស់កញ្ញាលេអារ៉ារបស់យើងហើយពេលនោះដែរនាងកំពុងតែនិយាយជាមួយនឹងតកងឡានរបស់នាងថាថ្ងៃនេះមានសិស្សផ្ទៃថ្មីចូលមកខ្ញុំចង់ដឹងព័ត៌មានបន្ថែមពីគេណាហើយបន្ទាប់ទៀតមកតកងឡានរបស់នាងក៏បាននិយាយថាតើខ្ញុំត្រូវបញ្ជាឲ្យគេនឹងស្វែងរកព័ត៌មានលម្អិតអំពីគាត់ទេហើយនាងបាននិយាយថាលោកគួរតែដឹងហើយខ្ញុំគ្រាន់តែចង់ដឹងថាគេជាមនុស្សដែលអាចរស់នៅជាមួយបានដែរឬទេហើយបន្ទាប់មកតកងឡានរបស់នាងក៏បាននិយាយថាខ្ញុំយល់ហើយខ្ញុំនឹងធ្វើវានៅយប់នេះតែម្ដងហើយបន្ទាប់មកទៀតមកសាច់រឿងរបស់យើងក៏បានកាត់មកកន្លែងខុនដូរបស់ម៉ាក់ប៉ាទូប្រុសយើងនៅវិញគឺថាទូប្រុសរបស់យើងក៏បានមកដល់ផ្ទះវិញហើយនៅពេលដែលបើកទ្វារនោះក៏បានជួបគ្នាជាមួយនឹងម៉ាក់ប៉ារបស់គេម៉ាក់របស់គេក៏បាននិយាយថាអូស្វាគមន៍មកកាន់ផ្ទះយើងវិញតែតែទូប្រុសរបស់យើងគឺថាធ្វើមុខលេលើតែម្ដងឃើញបែបនេះម៉ាក់របស់គេក៏បាននិយាយថាកូនគួរតែនិយាយពាក្យ
ថាត្រឡប់មកពីសាលាវិញហើយម៉ាក់មិនត្រូវឆោស្ងៀមបែបនេះទេបែកខាងកនបើយើងក៏បាននិយាយទាំងអ៊ីនមកថាសាលាបានបញ្ចប់ហើយម៉ាក់មកតបទៀតនឹងម៉ាក់របស់ទូប្រុសរបស់យើងនឹងក៏បាននាំទូប្រុសរបស់យើងមកបន្ទប់ដេកឬក៏បន្ទប់រៀនអីចឹងទៅគឺថាបន្ទប់របស់ទូប្រុសរបស់យើងថា design មកឡើងស្អាតតែម្ដងមានកុងទ័រមាន laptop មាន credit អ្នកទាំងនេះអាចមើលខ្លួនឯងបានហើយទូប្រុសរបស់យើងពិតជាឆ្លើយមែនតើមិនបានអរគុណម៉ាក់របស់គេវិញទេថែមទាំងបាននិយាយថាហេតុអ្វីអ្នកខ្ជះខ្ជាយលុយបែបនេះម៉ាក់របស់គេក៏បានប្រាប់ទៅវិញថាអូមិនអីទេនេះគឺជារបស់ដែលកូនត្រូវការចាំបាច់កុំភ្លេចណាថាគ្រួសាររបស់យើងគឺជាគ្រួសារអ្នកមានហើយនៅក្នុងនោះដែរក៏មានទូរស័ព្ទមួយផងដែររួចមកសាច់រឿងរបស់យើងក៏បានកាត់មកកន្លែងកញ្ញាលេអារ៉ារបស់យើងវិញនេះតែម្ដងកូនអ្នកមានគេមានធ្វើស្អីទេអ្នកគ្នាល្ងាចឡានរត់ហាត់ប្រាណតែម្ដងប៉ុន្តែភ្លាមនោះស្រាប់តែតកង់ឡានរបស់នាងក៏បានមកដល់ថែមទាំងយកឯកសារមកមួយទៀតផងហើយនៅក្នុងឯកសារនោះដែរគឺមានប្រវត្តិប៉ាខ្លាយរបស់ទូប្រុសរបស់យើងហើយគេបានសរសេរថាគាត់មានជនជាតិកូរ៉េកាត់អាមេរិកហើយនឹងជាប្រធាននៃក្រុមហ៊ុន Yalber Austin ហើយក្រុមហ៊ុននោះដែរគឺជាក្រុមហ៊ុន crypto រូបបច្ចុប្បន្នធំលំដាប់ថ្នាក់ទី5របស់ពិភពលោកហើយគេក៏បានប៉ាន់ស្មានទ្រព្យសម្បត្តិដែលគាត់មានដែរគឺមានរហូតដល់ 30,000 លានវ៉ុនគឺថាច្រើនយកតែមែនតែម្ដងនេះគ្នាហើយបន្ទាប់ទៀតមកតកង់ឡានរបស់នាងក៏បាននិយាយទៀតដែរថាក្រៅពីរូបបច្ចុប្បន្ន crypto នេះក៏មានខ្សែអាជីវកម្មផ្សេងទៀតដែរក៏កំពុងរឹតបន្តឹងយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិកនិងជប៉ុនក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះហើយមានទីស្នាក់ការកណ្ដាល16នៅសហរដ្ឋអាមេរិកហើយពួកគេក៏កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅប្រទេសចិនផងដែរហើយបន្ទាប់ទៀតមកតកង់ឡានរបស់នាងក៏បាននិយាយថាតើលោកស្រីចង់ខ្ញុំស្រាវជ្រាវអំពីគ្រួសារនេះបន្ថែមទៀតទេហើយនាងក៏បាននិយាយថាមិនចាំបាច់ទេប៉ុណ្ណឹងបានហើយនាងក៏បាននិយាយទៀតដែរថាមើលទៅដូចជាមនុស្សប្រុសដែលខ្ញុំអាចរស់នៅជាមួយបានតែរឿងរបស់យើងបន្ទាប់ទៀតមកកាត់មកវិទ្យាល័យក្រុងសេអ៊ូលនេះវិញទូប្រុសរបស់យើងក៏បានមករៀនដោយធម្មតាថែមទាំងបានយកទូរស័ព្ទមកជាមួយទៀតហើយពេលនោះដែរនឹងកញ្ញាលេអារ៉ារបស់យើងក៏បានងាកមកខាងក្រោយដើម្បីមើលមុខទូប្រុសរបស់យើងពេលនោះដែរទូប្រុសរបស់យើងក៏បានដឹងយកស័ព្ទរបស់គាត់មកគាត់បាននិយាយថានេះស័ព្ទរបស់ខ្ញុំនេះចង់តាក់តងតាមណាតាក់តងមកអូនបងសុំកន្លែងតែបន្ទាប់ទៀតមកស្រាប់តែប៉ែចាំងដូវវុនរបស់យើងក៏បាននិយាយថាចុះថ្ងៃហ្នឹងឯងយកទូរស័ព្ទមកទៀតឲ្យការពេលម្សិលមិញឯងថាបង្រៀនខ្ញុំតើឥឡូវនេះឯងបង្រៀនខ្ញុំឥឡូវនេះទៅក៏ប៉ុន្តែពេលនោះស្រាប់តែមួយសុកហុំវាក៏បានមកហើយវាបាននិយាយថាស្អីគេពួកឯងទាំងពីរអ្នកហ្នឹងចាប់ផ្ដើមស្គាល់គ្នាហើយមែនទេមិនអីទេចាំងដូវវុនឯងល្អហើយបើឯងខិតខំរៀនអញ្ចឹងក៏ប៉ុន្តែយើងមានការងារខ្លះដែលត្រូវនិយាយជាមួយនឹងអាសិស្សថ្មីនេះឯងឆាប់ចេញទៅចាំងដូវវុនរបស់យើងក៏មិនហ៊ានជាមួយនឹងគេដែរក៏បានដើរចេញពីទីនោះទៅហើយយើងក៏បានស្គាល់មួយសុកហុំហ្នឹងផងដែរមានឈ្មោះថា Go Jin Song ដែលជាកូនប្រុសទី2របស់ប្រធានគណៈបក្សសេរីភាពនិងជាសមាជិកសភា4អាណត្តិផ្នែកនយោបាយជាមួយនឹងការវាតម្លៃពោះបំផុតសម្រាប់ប្រធានាធិបតីបន្ទាប់អ្នកទាំងអស់គ្នាខ្ញុំភ្លេចប្រាប់មួយទៀតអ្នកដែលមានផ្កាយនៅលើក្បាលនឹងច្រើនអញ្ចឹងនឹងមានវណ្ណៈគ្រួសារខ្ពស់តាមនឹងបើអ្នកមានផ្កាយតិចវណ្ណៈគ្រួសារនឹងទាបតាមនឹងចឹងណាកូនបើហើយអ្នកបន្តនឹងគឺជាមិត្តភក្តិអាមួយសុកហមនឹងហើយអ្នកទាំងអស់គ្នាអាមួយនឹងមានឈ្មោះថាវូយ៉ងអ្នកទាំងអស់គ្នាមានផ្កាយត្រឹមតែ2ទេហើយគ្រួសាររបស់ប៉ែនឹងគឺជាអ្នកចំនួន top ទី30នៃចំនួនរបស់ប្រទេសកូរ៉េតែម្ដងតែប៉ែនឹងដូចជាអធិសំខាន់នេះខ្ញុំនិយាយតែប៉ុណ្្នឹងទេហើយបន្តមកទៀតទូប្រុសយើងគឺថា 30JM តែម្ដងទូប្រុសរបស់យើងក៏បាននិយាយថាតើពួកឯងទាំងពីរអ្នកនឹងមករកយើងនឹងពួកឯងចង់ឲ្យយើងបង្រៀនគណិតវិទ្យាដល់ពួកឯងមែនទេពួកអាពីរអ្នកនឹងវាធ្វើមុខកាំងតែម្ដងហើយបន្តមកទៀតណាអាមួយ Go Jin Song ណាមួយមានសក់ក្រហមនឹងក៏បានដើរចេញពីទីនោះទៅទុកឲ្យអាមួយសក់ខ្មៅគឺថានៅជាមួយទូប្រុសរបស់យើងពេលនោះអាមួយសក់ខ្មៅនោះវាក៏បានចាប់ស្មាទូប្រុសរបស់យើងហើយបាននិយាយថាណែអាសាសថ្មីឯងគួរតែដឹងអំពីមុខតំណែងរបស់ឯងទៅនិយាយអ្វីតិចទៅកុំនិយាយអ្វីលឺពេកនៅឲ្យឆ្ងាយពីការចាប់អារម្មណ៍ទៅវើយមើលតែឯងទៅដូចជាមិនគោរពពួកយើងសោះពេលនោះសាទូប្រុសរបស់យើងក៏បានធ្វើមុខឡើងមាំតែម្ដងហើយបន្តមកទៀតណាប៉ែខេងកនរបស់យើងក៏បាននិយាយថាហើយស៊ីអីកាញ់ណាហ៎ពេលនោះដែរក៏បានទះវាមកដៃចំកណ្ដាលកតែម្ដងអ្នកទាំងគ្នាពួកវានឹងបាក់កតែម្ដងជប់អ្នកទាំងគ្នាអានឹងមិនជាការពិតទេអានឹងគ្រាន់តែទូប្រុសយើងក៏បានសម័យថាបានវាយវាតែប៉ុណ្ណោះបន្តមកទៀតនឹងទូប្រុសយើងក៏បាននិយាយថាឯងនិយាយថាឲ្យយើងនៅឲ្យឆ្ងាយពីការចាប់អារម្មណ៍មានន័យថាម៉េចទៅហើយបន្តមកទៀតទូប្រុសយើងក៏បានចម្បាច់ដៃវាឡើងចុងបាក់តែម្ដងអ្នកទាំងគ្នាហើយបាននិយាយថាតើនេះមែនទេជារបៀបដែលឯងបង្កើតពូម៉ាក់នៅទីនេះបន្តមកទៀតសាច់រឿងរបស់យើងក៏បានកាត់មកខាងក្រោយបន្តិចមុនពេលដែលហេតុការណ៍កើតឡើងដែលនៅក្នុងបន្ទប់នោះដែរទូប្រុសរបស់យើងជាមួយនឹងប៉ារបស់គេកំពុងតែនិយាយគ្នានៅក្នុងបន្ទប់កាមេរ៉ានៅក្នុងសាលាតែម្ដងពេលនោះប៉ារបស់ទូប្រុសរបស់យើងក៏បាននិយាយថានៅក្នុងវិទ្យាល័យឬក៏សាលានេះអ្វីគ្រប់យ៉ាងសុទ្ធតែមានកាមេរ៉ាគ្រប់ទីកន្លែងតែម្ដងដូច្នេះហើយឯងមិនត្រូវប្រើអំពើហិង្សាឬក៏បង្ករឿងនោះទេវានឹងធ្វើឲ្យផែនការរបស់យើងកាន់តែវែងឆ្ងាយជាងមុនហើយបន្តមកទៀតមកទូប្រុសរបស់យើងក៏បានឆ្លើយថាខ្ញុំដឹងថាអ្នកគឺជាអ្នកជំនាញកុំព្យូទ័រល្អបំផុតនៅភាគខាងជើងប៉ារបស់ទូប្រុសរបស់យើងក៏បាននិយាយម្ដងទៀតថាកុំធ្វើអំពើហិង្សាឬក៏បង្ករឿងនៅទីនេះឲ្យសោះប្រយ័ត្នផែនការត្រូវបានបែកការទៅវើយហើយអ្វីគ្រប់យ៉ាងនឹងត្រូវបានគេថតទុកហើយបន្តទៀតមកសេរឿងរបស់យើងក៏បានកាន់មកពេលបច្ចុប្បន្នវិញដែលទូប្រុសរបស់យើងកំពុងតែកាច់ដៃរបស់វានឹងហើយបន្តមកទៀតណាមួយសខ្មៅវាខំចូលមកហើយវាក្បំមាត់ទូប្រុសរបស់យើងមកដៃតែម្ដងក៏ប៉ុន្តែទៅទូប្រុសរបស់យើង reflect ទាន់គឺវាមាត់មិនត្រូវទេពេលនោះអបខេងក៏របស់យើងក៏បានរុញតុកមកបុកចំពោះរបស់វាតែម្ដងអ្នកតគ្នាព្រោះវានឹងប៉ើងថយក្រោយតែម្ដងហើយពេលនោះដែរស្រាប់តែកញ្ញាលេអារ៉ារបស់យើងអន្តរាគមនាងបាននិយាយថាណែវើយឆាប់ជប់ភ្លាមទៅតើឯងកំ
កំពុងតែធ្វើខ្លួនឲ្យដូចជាមនុស្សថោកទាបមែនទេហើយបន្ទាប់ទៀតមកស្រាប់តែមួយសក់ក្រហមវាបាននិយាយដែរថាមិនចាំបាច់មកគាត់ទេអាសិស្សផ្ទេមកថ្មីនឹងវាពិតជាឆ្លើយណាស់វាមិនទាន់ស្គាល់ពីវិន័យរបស់យើងទេដូច្នេះហើយត្រូវបដៅវាឲ្យដឹងហើយក៏ប៉ុន្តែកញ្ញាលេអារ៉ាមរបស់យើងនៅតែនិយាយទៀតថាយើងមកប្រាប់ឯងហើយណាថាឈប់ទៅមើលតែគាត់ទៅគួរអាណិតណាព្រោះយ៉ងឯងឈប់ទៅយើងនឹងនិយាយគ្នាជាមួយនឹងឯងនៅពេលក្រោយតតែនិយាយបែបនេះទៅវាព្រមឈប់អ្នកទាំងគ្នាហើយបន្ទាប់មកទូប្រុសយើងធ្វើមុខឌឺ JM ហើយអ្នកទាំងគ្នាគឺថាធ្វើមុខឌឺជាមួយនឹងតែម្ដងបន្ទាប់មកទៀតទូប្រុសយើងក៏បានគិតអំពីអាមួយសក់ក្រហមនឹងថាជុំអាមួយនឹងមានផ្កែរហូតដល់ទៅ4វើយវាគឺជាកោដៅរបស់ខ្ញុំតើខ្ញុំគួរតែធ្វើដូចមិនទៅបន្ទាប់មកទៀតស្រាប់តែមានអ្នកគ្រូថ្មីក៏បានចូលមកអ្នកគ្រូនឹងគឺជាអ្នកគ្រូភាសាអង់គ្លេសក៏បាននិយាយថារីរីផងដែលបានជួបអ្នកទាំងគ្នាម្ដងទៀតអូសិស្សថ្មីក៏ដូចគ្នារីរីផងដែលបានជួបតើសិស្សដែលផ្ទេមកថ្មីឯងអាចរៀនភាសាអង់គ្លេសជាមួយនឹងអ្នកគ្រូបានទេទូប្រុសយើងក៏បាននិយាយថាអូមិនចាំបាច់ភ័យទេរឿងហ្នឹងពេលនោះអ្នកគ្រូនឹងក៏បានសួរទៀតដែរថាតើសិស្សថ្មីធ្លាប់រៀនពីសាលាណាពីមុនមកពេលនោះអបខេងក៏មកយើងក៏បាននិយាយថាខ្ញុំធ្លាប់រៀននៅទីក្រុងយូយ៉កសហរដ្ឋអាមេរិកក៏ប៉ុន្តែដោយសារតែឪពុករបស់ខ្ញុំមានអាជីវកម្មនៅប្រទេសកូរ៉េដូច្នេះខ្ញុំក៏ត្រូវផ្ទេការសិក្សាមកនៅទីនេះពេលនោះអ្នកគ្រូនឹងក៏បានសរសើរទូប្រុសរបស់យើងថាអូសិស្សថ្មីអ្នកពិតជាលយណាស់ការនិយាយរបស់អ្នកហាក់ដូចជាជនជាតិអាមេរិកមែនពេលនោះធ្វើឲ្យសិស្សគ្រប់គ្នាគឺថាងាកមកមើលទូប្រុសយើងទាំងស្នាមញញឹមតែម្ដងពួកឲ្យទូប្រុសយើងថាមានការអៀនជាខ្លាំងក៏ប៉ុន្តែក្នុងគណៈការពេលនោះមានអ្នកស្រឡាញ់ក៏មានអ្នកឈ្នានេះដែរពីថាពីអ្នកនេះហើយអ្នកគ្នាគឺវាចំណែនទូប្រុសយើងប្រហែលវាឃើញទូប្រុសរបស់យើងលេចធ្លោជាងពូវាហើយមកទៅបន្តមកទៀតក្នុងម៉ោងសម្រាប់ក៏បានមកដល់ក៏មានសិស្សស្រីៗក៏មកចោមរោមទូប្រុសរបស់យើងតែម្ដងពេលនោះគេបាននិយាយជាមួយទូប្រុសរបស់យើងថាចុំតាអ្នកពិតជាបានមកវីយូយកមែនទេតើហេតុអ្វីបានជាអ្នកមិននិយាយតាំងពីម្សិលមិញមកពេលនោះទូប្រុសរបស់យើងមិននិយាយច្រើនទេគាត់ក៏បានបង្ហាញទូរស័ព្ទរបស់គាត់ឲ្យគេមើលទៅពេលនោះសាតែមាននរណាគេម្នាក់មកចាប់ទូរស័ព្ទរបស់គាត់តែម្ដងនោះគឺជាកញ្ញាលេអារ៉ាមរបស់យើងនឹងហើយនាងបាននិយាយថាទូរស័ព្ទម៉ាក់នេះគឺជាទូរស័ព្ទរបស់ក្រុមហ៊ុនរបស់នាងបន្ទាប់មកនាងក៏ចាប់ផ្ដើមឆែកទូរស័ព្ទរបស់ទូប្រុសរបស់យើងទៅគឺថាបានឃើញរូបថតជាច្រើននៅគ្នានៅប្រទេសចិនផងនៅប្រទេសបារាំងផងនៅណានៅណីផងអ្នកទាំងនេះប្រទេសខ្ញុំឆ្ងល់មួយមើលទៅខោឲ្យនៅដដែលហើយការឈរនៅដដែលនិយាយរួមទៅអ្នកមើលក៏ដឹងថាកាត់តបដែរហើយក៏ប៉ុន្តែកញ្ញាលេអារ៉ាមរបស់យើងនាងបានចាប់អារម្មណ៍ទេនាងបាននិយាយថាអូយគ្រួសាររបស់អ្នកពិតជាគ្រួសារដ៏កក់ក្ដៅមែនដែលបានដើរលេងគ្រប់ប្រទេសតែម្ដងហើយពេលនោះដែរប៉ែកខេងកនរបស់យើងក៏បានគិតថាយើងចិត្តជោគជ័យហើយយើងចិត្តជោគជ័យហើយតែនេះគឺជាស្នាដៃរបស់លោកប៉ាដែលខំកាត់តរូបភាពនេះចេញមកអូអានេះសំដែងសមណាស់ហ่ะសំដែងសមណាស់ពួកអាតៃហោងនេះស្អីរឿងរបស់យើងនៅភាគនេះដូចជារដងអញ្ចឹងទូប្រុសរបស់យើងកំពុងតែចេញពីសាលារៀននោះហើយគឺថាសិតតែមានឡានរបស់កូនអ្នកមានតែម្ដងពេលនោះប៉ែកខេងកនរបស់យើងក៏បានគិតអំពីពាក្យសម្ដីរបស់ប៉ាម៉ាក់របស់គាត់ថាថ្ងៃនេះពួកគេនឹងបានទិញឡានមួយហើយនឹងជិះមកយកទូប្រុសរបស់យើងនៅសាលារៀនតែម្ដងពេលនោះដែរស្រាប់តែកញ្ញាលេអារ៉ាមរបស់យើងក៏បានដើរមកនឹងក៏បាននិយាយថាពួកយើងជួបគ្នានៅថ្ងៃស្អែកណាមកtomទៀងទូប្រុសយើងក៏បានគិតថាអូនារីម្នាក់នោះកំពុងតែចាប់អារម្មណ៍លើខ្ញុំហើយអ្នកនរនេះមិនមើលមុខអាពីអ្នកនៅខាងក្រោយទេមកtomទៀងណាមួយសក់ខ្មៅវាបានមកនិយាយជាមួយទូប្រុសរបស់យើងថាណែវើយើងចង់ឲ្យទៅជាមួយយើងពេលនោះទូប្រុសយើងបានសួរវាថាទៅណាទៅវើយអាមួយសក់ខ្មៅវាក៏បានឆ្លើយតបថាឆាប់ឡើងឡានមកយើងនាំឯងទៅកន្លែងមួយហើយឯងនឹងដឹងហើយពេលនោះទូប្រុសយើងក៏បានគិតក្នុងចិត្តថាអូនេះគឺជាឱកាសល្អហើយសម្រាប់ឲ្យខ្ញុំស្គាល់ពួកគេកាន់តែច្បាស់ដើម្បីងាយស្រួលកាន់តែធ្វើបេសកកម្មបន្ថែមទៀតបន្តមកទៀតទូប្រុសយើងក៏បានដើរតាមពួកវាទៅក៏ប៉ុន្តែពេលនោះសោះតែមានឡានពណ៌ក្រហមមួយវាថាជិះមកយ៉ាងលឿនតែម្ដងគឺថាវ៉ាពេញនឹងតែម្ដងអ្នកទាំងគ្នាហើយឡាននោះដែរគឺជាឡានរបស់ប៉ាទូប្រុសយើងនឹងឯងក៏បាននិយាយថាកូនប្រុសឥឡូវនេះប៉ាមកយកឯងហើយពេលនោះទូប្រុសយើងក៏ថាធ្វើមុខគៀងតែម្ដងបន្តមកទៀតទូប្រុសយើងក៏បានដើរទៅនិយាយជាមួយប៉ារបស់គេទៅហើយបន្ទាប់ពីនិយាយជាមួយប៉ារបស់គេរួចប៉ារបស់គេក៏បានឆ្លើយតបវិញថាអូឯងមានមិត្តភក្តិថ្មីហើយមែនទេអញចង់ជិះឡានជាមួយនឹងពួកគេវិញមែនទេមិនអីទេអញ្ចឹងប៉ានឹងចាំឯងនៅផ្ទះពេលនោះក៏បានដាក់ក្រយោះជិះឡានវូទៅបាត់ទៅអស់ស្អីនឹងរបស់យើងក៏បានកាត់មកកន្លែងនេះវិញតែទូប្រុសរបស់យើងកំពុងតែជិះឡានជាមួយនឹងពួកវាហើយតែកន្លែងហ្នឹងគេអត់និយាយអ្វីច្រើនទេក៏កាត់មកកន្លែងនេះវិញតែម្ដងមានឈ្មោះថា TJ កីឡាអ្នកទាំងគ្នាគឺជាកន្លែងហាត់កីឡាបដាល់ឬក៏កីឡាអីចឹងណាហើយមកតទៅទៀតណាមួយសក់ហមវាបាននិយាយថាតោះឥឡូវនេះឆាប់ចូលទៅក្នុងទៅវាដូចជាយឺតពេកហើយនៅពេលដែលបានចូលទៅខាងក្នុងទូប្រុសរបស់យើងក៏បានគិតថាជុំនេះគឺជាកន្លែងបណ្ដោះបណ្ដាលកីឡាឯតើហើយនៅពេលដែលបានចូលទៅខាងក្នុងអ្នកគ្រប់គ្រងក៏បានដើរមកពេលនោះក៏បាននិយាយថាអូសូមស្វាគមន៍លោកបានមកដល់ហើយមែនទេទ្រង់កីឡាទី3ត្រូវបានសម្អាតយ៉ាងរួចរាល់ហើយពេលនោះអាមួយសក់ខ្មៅបាននិយាយថាអើយល្អហើយអញ្ចឹងប៉ុន្តែឯងត្រូវប្រកាសថាគ្មាននរណាម្នាក់ដែលអាចចូលមកខាងក្នុងនេះបានទេណាពេលនោះអ្នកគ្រប់គ្រងបាននិយាយថាបាទខ្ញុំបានធ្វើវារួចរាល់ហើយខ្ញុំក៏បានហៅឡានសង្គ្រោះមកទាន់រួចរាល់ផងដែរជុំអ្នកទាំងនេះគឺថាពួកនេះបានរៀបចំមួយសេតតែម្ដងមកទៅមកទៀតពួកគេនឹងក៏បានមកដល់ទ្រង់លេខ3នេះគ្នាអាទ្រង់បដាល់នេះហ្មងរួចមកអាមួយសក់ខ្មៅវាក៏បានដោះឲ្យរបស់វារួចមកពាក់កងពាក់អីថាវាថាធៀមហើយតែម្ដងអ្នកគ្នាមកទៅមកទៀតនឹងអាមួយគោជាងសងនឹងក៏បាននៅខាងលើវាក៏បាននិយាយថាអូហូជាយូរមកហើយខ្ញុំមិនដែលបានឃើញនរណាគេម្នាក់ចូលមកទីនេះដោយមានទឹកមុខបែបនេះទេទូប្រុសរបស់យើងក៏បាននិយាយវិញថាតើឯងកំពុងតែធ្វើអ្វីហ្នឹងតើឯងចង់ឲ្យយើងប្រកួតគ្នាមែនទេហើយវាក៏បានឆ្លើយតបវិញថាមិនថានេះជាការកំសាន្តឬក៏ជាការប្រកួតក៏ដោយឥឡូវនេះវាកំពុងតែចាប់ផ្ដើមហើយចូលឯងសរសេរកិច្ចសន្យាទៅហើយនេះគឺជាកិច្ចសន្យាអ្នកទាំងអស់គ្នាគេឲ្យទូប្រុសរបស់យើងសញ្ញេអញ្ចឹងនៅក្នុងកិច្ចសន្យានោះដែរក៏គេបានសរសេរថា
ការប្រកួតចំណាយពេលនេះត្រូវធ្វើឡើងដោយភាគីទាំងសងខាងហើយភាគីម្ខាងទៀតនឹងមិនទទួលខុសត្រូវចំពោះការរបួសផ្លូវកាយណាមួយឡើយដែលបានកើតឡើងអ្នកគ្នានិយាយទៅអាណាវាយគ្នារបួសអានឹងចេញលុយខ្លួនឯងទៅហើយពេលដែរអាមួយសក់ហមនៅខាងលើវាក៏បាននិយាយទៀតថាយ៉ាងម៉េចហើយអាកូនគីឯងមិនហ៊ានសញ្ញាកិច្ចសន្យានេះទេអីបើឯងមិនហ៊ានសញ្ញាកិច្ចសន្យានេះឯងព្រមលោតជង្គង់យើងឲ្យដូចជាកូនឆ្កែទៅយើងនឹងអនុញ្ញាតឲ្យឯងចេញតែម្ដងហើយបន្ទាប់មកទូប្រុសរបស់យើងបាននិយាយអ្វីច្រើនទេគាត់គ្រាន់តែនិយាយថាប៉ុន្តែมันមានការថតវីដេអូទេមែនទេដូច្នេះយើងនឹងប្រកួតអាមួយសក់ហមវាបាននិយាយថាអើយត្រឹមត្រូវហើយឯងនឹងបានទៅរៀននៅបរទេសយូរហើយឯងនៅតែភ្លើទៀតបើឯងវាយគ្នាជាមួយនឹងពូម៉ាក់របស់យើងនឹងត្រូវវាវាយឯងងាប់ជាមិនខានពីព្រោះឯពូម៉ាក់របស់យើងនឹងអាចយកឈ្នះកម្រិតជើងឯកកូរ៉េបានយ៉ាងងាយតើឯងប្រកាសហើយណាឬទូប្រុសរបស់យើងនឹងមិនបាននិយាយអ្វីច្រើនទេគាត់ក៏បានសញ្ញាលើកិច្ចសន្យានោះទៅពេលនោះគាត់ក៏បានយកឲ្យវាមើលហើយថែមទាំងបាននិយាយថាយើងបានសញ្ញារួចរាល់ហើយដល់វេនឯងសញ្ញាម្ដងហើយវើយហើយឥឡូវនេះដែរពួកគេកំពុងតែនៅលើសាយវៀនតែម្ដងហើយមិនទាន់បានប្រយុទ្ធគ្នាផងអាមួយនោះវាបានបោះពាក្យសម្ដីថាមើលទៅមកឯងទៅភ័យហើយមែនទេអាកូនក្មេងពេលនោះដែរទូប្រុសរបស់យើងក៏បានគិតក្នុងចិត្តថាតើខ្ញុំគួរតែប្រដៅអាក្មេងនេះរបៀបណាទៅខ្ញុំគួរតែមាត់វាមកដៃចំកណ្ដាលមុខឬក៏យ៉ាងម៉េចមិនបានទេមិនបានទេអញ្ចឹងគ្មានតែមាត់វាមកដៃចំកណ្ដាលពោះអាហ្នឹងក៏មិនបានដែរហ្នឹងក៏មិនបានដែរអញ្ចឹងមានតែចាក់ភ្នែករបស់វាឬក៏ទ្រាត់ពងរបស់វាឬក៏វាយបំបាក់ករបស់វាហើយនៅពេលដែលគាត់កំពុងតែឈរគិតនោះអាមួយសក់ខ្មៅមីធំនោះក៏បានស្ទុះមករកគាត់តែម្ដងវាបានយកដៃរបស់វាមករំវាយមុខទូប្រុសរបស់យើងក៏ប៉ុន្តែគាត់បានកិច្ចផុតអ្នកទាំងអស់គ្នារួចមកវាក៏បានយកដៃរបស់វាមកខាងទៀតមកទូប្រុសរបស់យើងក៏ប៉ុន្តែទូប្រុសរបស់យើងនៅតែកិច្ចបានដដែលពេលនោះធ្វើវានឹងមានការភ្ញាក់បានយ៉ាងខ្លាំងសូម្បីតែពីរអ្នកនៅខាងក្រៅក៏មានការភ្ញាក់ឲ្យជាមួយនឹងលឿនរបស់ទូប្រុសរបស់យើងដែរបន្ទាប់មកទៀតណាមួយសក់ខ្មៅវាក៏បានយកឲ្យឡងទៅខាងក្រោយបន្តិចហើយវាបានបោះពាក្យសម្ដីទៅកាន់ទូប្រុសរបស់យើងថាអាចង្រៃយកឯនេះហេតុអ្វីបានតែងតែកិច្ចពីកំដាប់ដៃរបស់យើងអញ្ចឹងបន្ទាប់មកទៀតណាមួយនឹងវាបានហក់មកតែម្ដងអ្នកទាំងអស់គ្នាក៏ប៉ុន្តែបែកខាងក្រោយរបស់យើងបានផ្ទះវាមួយកំភ្លៀងតែម្ដងមួយសក់ខ្មៅនឹងវាក៏បាននិយាយថាថោកទៀតឯងចង់ងាប់ឬក៏យ៉ាងម៉េចបែកខាងក្រោយរបស់យើងក៏បានផ្ទះវាមួយកំភ្លៀងទៀតទៅអ្នកគ្នាបន្ទាប់មកទៀតណាមួយនឹងវាខឹងជាអស់ហើយអ្នកគ្នាវានឹងក៏បានស្ទុះមកម្ដងទៀតបែកខាងក្រោយរបស់យើងក៏បានផ្ទះវាមួយកំភ្លៀងទៀតទៅធ្វើវាដេកស្ប៉ាតែម្ដងអ្នកទាំងអស់គ្នានិយាយរួមទៅតែ3កំភ្លៀងធ្វើឲ្យមួយនឹងដេកលក់តែម្ដងអ្នកទាំងអស់គ្នាមើលតែ reaction ពីអ្នកនៅខាងក្រៅបានគឺថាបើកភ្នែកប៉ិនពងមាន់តែម្ដងបន្តទៀតមកបែកខាងក្រោយរបស់យើងក៏បាននិយាយថាការប្រកួតបានបញ្ចប់ហើយវើយប៉ុន្តែមិនចាំបាច់ភ័យទេយើងលេងជាមួយនឹងវាស្រាៗទេរួចមកក៏បានដើរចេញពីទីនោះទៅថែមទាំងបាននិយាយថាបើការប្រកួតបានបញ្ចប់ហើយយើងចាក់ចេញពីទីនេះហើយរួចបន្តមកទៀតនឹងអាមួយសក់ហមវាក៏បានរត់ចូលមកខាងក្រោមថែមទាំងបាននិយាយទៅប្រាប់ទូប្រុសរបស់យើងថាជប់សិនយើងមានសំណើមួយចង់ឲ្យឯងខ្លាចជាដៃស្ដាំរបស់យើងឬក៏ជាអង្គរៈរបស់យើងអីចឹងគ្នាពេលនោះទូប្រុសរបស់យើងគឺថាធ្វើមុខលេលើតែម្ដងការខ្លាចជាដៃស្ដាំរបស់យើងគឺពិតជាអស្ចារ្យណាស់តើឯងដឹងថាលោកប៉ារបស់យើងគឺជានរណាគេទេបន្តមកទៀតណាមួយសក់ហមវាបានមកគៀកកទូប្រុសរបស់យើងហើយបាននិយាយថាតោះយើងនឹងនាំឯងទៅញ៉ាំអាហារពេលល្ងាចនៅកន្លែងដ៏អស្ចារ្យមួយអ្នកទាំងអស់គ្នាអាមួយគឺថាវាខ្ពស់ពីពូម៉ាក់វាអីបន្តិចបន្តមកទៀតណាបែកខាងក្រោយរបស់យើងក៏បានគិតថាអ្វីគ្រប់យ៉ាងទៅតាមផែនការរបស់យើងហើយសាច់រឿងរបស់យើងក៏បានកាត់មកកន្លែងនេះវិញដែលទូប្រុសរបស់យើងកំពុងតែអង្គុយញ៉ាំអីជាមួយណាសក់ហមនោះហើយអាមួយសក់ហមនោះវាក៏បាននិយាយថាយ៉ាងមិនដែរតែ steak នេះវាទំនងណាស់មែនទេកន្លែងនេះហើយដែលខ្ញុំតែងតែមកញ៉ាំអីជាមួយនឹងគ្រួសាររបស់ខ្ញុំអញ្ចឹងឯងឆាប់ភ្លក់វាទៅថាវាឆ្ងាញ់អត់ពេលនោះដែរទូប្រុសរបស់យើងក៏បានហាន់ steak មួយម៉ាត់ដាក់ជុំមាន់តែម្ដងតែពេលស៊ីហើយគេថាធ្វើមុខដូចគេចង់បាញ់យ៉ាងគ្នានឹងថាមានរសជាតិយ៉ាងម៉េចទេពួកឲ្យអាមួយសក់ហមគឺថាវាសោយពេញនឹងតែម្ដងអ្នកទាំងអស់នេះអាមួយសក់ហមពេលវាសោយហ្នឹងមុខស្អាតដែរដល់ពេលវាធ្វើមុខកាចចឹងមុខដូចផ្ទះបាញ់ចឹងទីមែនសូម្បីតែទូប្រុសរបស់យើងហ្នឹងក៏គាត់ឆ្ងល់ដែរអ្នកគ្នាក៏បាននិយាយថាជុំអាមួយនេះមនុស្សតែមួយមែនបន្តទៀតមកអាមួយសក់ហមវាក៏បាននិយាយថាការខ្លាចជាដៃស្ដាំរបស់ខ្ញុំគឺมันពិបាកទេគ្រាន់តែវាយអាណាគេដែលវាមានភាពលេចធ្លោជាងខ្ញុំទៅបានហើយទូប្រុសរបស់យើងគាត់ក៏បាននិយាយថាគាត់មិនចូលចិត្តវាយអ្នកខ្សោយទេអាមួយសក់ហមវាក៏បានឆ្លើយតបវិញថាមិនអីទេអញ្ចឹងពួកអាខ្សោយហ្នឹងក៏វាមិនហ៊ានមកលេងជាមួយនឹងខ្ញុំដែរពេលនោះទូប្រុសរបស់យើងក៏បានសួរអំពីអាប៉ែចាំងដូវុននេះអាមួយសក់ហមវាក៏បាននិយាយថាអើយអាមួយហ្នឹងមិនទេអាមួយហ្នឹងវាពិតជាខ្សោយណាប៉ុន្តែការពីមុនគ្រួសាររបស់ខ្ញុំគឺជាអ្នកគ្រប់គ្រងគ្រួសាររបស់វាមុនពេលដែលប៉ារបស់ខ្ញុំមិនទាន់មានអំណាចខ្លះជាមេដឹកនាំគណៈបកទៅទៀតគ្រួសាររបស់វានេះគឺជាគ្រួសារស្របច្បាប់កម្ពុជានៅកូរ៉េខាងត្បូងពួករបស់គាត់គឺជាប្រធានអាជ្ញាប្រចាំប្រទេសកូរ៉េខាងត្បូងតែម្ដងគ្រួសារនោះមានឥទ្ធិពលខ្លាំងណាស់នៅផ្នែកច្បាប់ការពីមុនខ្ញុំគ្រាន់តែធ្វើអ្វីតាមតែវាបង្ខំតែប៉ុណ្ណោះខ្ញុំតែងតែដាក់ចិត្តលើអារម្មណ៍របស់គេតើឯងនឹងមិនដឹងទេឬអំណាចឪពុកម្ដាយរបស់អ្នកគឺជាអំណាចរបស់អ្នកដូចគ្នាបើគ្រួសាររបស់ឯងគ្មានអំណាចទេឯងចាំតែគេជន់ទៅបានហើយបន្តមកទៀតសាច់រឿងរបស់យើងក៏បានកាត់មកកន្លែងនេះវិញដែលទូប្រុសរបស់យើងក៏បានត្រឡប់មកផ្ទះវិញហើយពេលនោះម៉ាក់របស់គេក៏បាននិយាយថាអូស្វាគមន៍កូនមកកាន់ផ្ទះយើងវិញឪរបស់គេក៏បាននិយាយថាតើមិត្តភក្តិថ្មីរបស់ឯងនឹងល្អទេអាបែកខែកូនរបស់យើងក៏បានឆ្លើយតបវិញថាខ្ញុំបានទៅញ៉ាំអីជាមួយនឹងវាក៏ប៉ុន្តែថ្ងៃនេះខ្ញុំពិតជាហត់ណាស់ខ្ញុំត្រូវទៅសម្រាប់សិនហើយនៅពេលដែលគាត់បានចូលទៅក្នុងបន្ទប់ដេកនោះគាត់ក៏បានគិតតែម្នាក់ឯងថាអ្វីគ្រប់យ៉ាងវាមិនងាយស្រួលសោះនៅពេលដែលគាត់កំពុងតែសង្ងំដេកនោះគាត់មានអារម្មណ៍ថាកំពុងតែមាននរណាគេម្នាក់មើលគាត់ហើយនោះគឺជាម៉ាក់ប៉ារបស់គាត់នឹងឯងម៉ាក់ប៉ារបស់គាត់ក៏បាននិយាយថាតើមានរឿងអ្វីកើតឡើងកូនបើមានការពិបាកត្រូវនិយាយប្រាប់ឪពុកម្ដាយឲ្យបានដឹងពេលនោះទូប្រុសរបស់យើងនៅតែមាត់រឹងគាត់បាននិយាយថា
មានអ្វីទេក៏ប៉ុន្តែម៉ាក់ប៉ារបស់គេនៅតែមើលមុខគេរហូតដល់ថ្នាក់គេព្រមនិយាយតែម្ដងអាប៉ែខេងកនរបស់យើងក៏បាននិយាយប្រាប់ប៉ាម៉ាក់របស់គេទៅថានៅសង្គមកូរ៉េខាងត្បូងនេះវាពិតជាស្មុគស្មាញណាស់វាខុសពីអ្វីដែលខ្ញុំត្រូវបានគេបង្រៀនខ្ញុំមិនទាន់ចេះរស់នៅជាមួយនឹងសង្គមនេះទេពេលនោះប៉ារបស់គេក៏បាននិយាយថាកុំនិយាយអញ្ចឹងអីតាឯងនឹងភ្លេចយើងហើយមែនទេយើងត្រូវតែធ្វើបេសកកម្មនេះជាមួយនឹងគ្នានៅពេលដែលទូប្រុសរបស់យើងគាត់បានលើបែបនេះគាត់បាននិយាយថាឲ្យខ្ញុំសុំទោសខ្ញុំនឹងធ្វើរឿងនេះម្ដងទៀតបន្ទាប់មកទៀតទូប្រុសរបស់យើងក៏បានយក laptop របស់គាត់មកអង្គុយ search ព័ត៌មានទៅគាត់បាន search HN10X អស់ច្រឡំគាត់បាន search ព័ត៌មានលម្អិតឬក៏ស្វែងរកព័ត៌មានបន្ថែមអញ្ចឹងណាអ្នកគ្នាហើយគាត់ក៏បាននិយាយលើកទឹកចិត្តខ្លួនឯងថាខ្ញុំគឺជាភ្នាក់ងារសម្ងាត់ល្អជាងគេធ្វើការឲ្យកូរ៉េខាងជើងដើម្បីវាយបំផ្លាញកូរ៉េខាងត្បូងចោលតែម្ដងខ្ញុំនឹងមិនដែលបរាជ័យចំពោះបេសកកម្មរបស់ខ្ញុំឡើយហើយរឿងរបស់យើងចាប់ផ្ដើមឡើងនៅពេលដែលទូប្រុសរបស់យើងគាត់កំពុងតែនៅថ្នាក់រៀនពេលនោះសាប់តែប៉ែដូវនឹងវាក៏បានងាកមកហើយបាននិយាយថាតើមានរឿងអ្វីកើតឡើងមែនទេប្រុសរបស់យើងក៏បាននិយាយថាឯងធ្លាប់ធ្វើខ្លួនជាមនុស្សខូចមែនទេយើងបានឮពីអាមួយសក់ក្រហមសើមិញប៉ែដូវក៏បានឆ្លើយតបវិញថាអាហ្នឹងគ្រាន់តែជារឿងអតីតកាលរបស់ខ្ញុំទេកាលពីមុនហ្នឹងខ្ញុំនៅក្មេងពេកខ្ញុំមិនដឹងអ្វីសោះប៉ុន្តែឥឡូវហ្នឹងមិនដូចនេះទេប៉ែខេងកនរបស់យើងក៏បាននិយាយវិញថាអើយមិនអីទេឯងជាមួយនឹងយើងគឺជាមិត្តនឹងគ្នាអញ្ចឹងមិនបាច់ភ័យទេយើងមិនធ្វើបាបឯងទេពេលនោះស្រាប់តែអាសិស្សឆ្លើយប្រចាំថ្នាក់នោះក៏បានដើរមកនោះគឺជាអាមួយសក់ក្រហមនោះហើយពេលនោះទូប្រុសរបស់យើងក៏បាននិយាយទៅកាន់វាថាអេប្រូអរគុណណាស់វើយសម្រាប់អាហារពេលល្ងាចកាលពីម្សិលមិញវាពិតជាមានរសជាតិឆ្ងាញ់ណាស់ពេលនោះបានធ្វើឲ្យសិស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដងពីព្រោះអីថ្ងៃនេះគឺពិតជាចម្លែកណាស់ដែលពីរអ្នកគ្នានិយាយរកគ្នាអញ្ចឹងប្រុសដងធ្លាប់តែពាក់មុខយៈដាក់គ្នាពេលនោះទូប្រុសរបស់យើងក៏បានដើរទៅនិយាយជាមួយវាថាអើយអាហារពេលល្ងាចបន្ទាប់ចាំខ្ញុំជាអ្នកចេញលុយវិញម្ដងអាមួយសក់ក្រហមវាបាននិយាយអ្វីច្រើនទេវាបាននិយាយថាមកអង្គុយចិត្តយើងមកពីព្រោះអីអ្នកគ្នាអាមួយសក់ខ្មៅម្សិលមិញហ្នឹងឥឡូវវាអត់មករៀនទេគ្នាបន្តមកទៀតទូប្រុសរបស់យើងក៏បានទៅអង្គុយចិត្តនោះទៅពេលនោះគាត់បានគិតក្នុងចិត្តថាអូនេះគឺជាឱកាសល្អរបស់ខ្ញុំហើយដែលខ្ញុំបានប្រែខ្លួនទៅជាមនុស្សចំណិតរបស់វាដើម្បីកាន់តែងាយស្រួលស្វែងរកព័ត៌មានបន្ថែមអ្វីៗគ្រប់យ៉ាងកាន់តែរលូនរួចមកបន្តមកទៀតនឹងអ្នកគ្រូក៏បានបង្រៀនពួកគេកខឬក៏ ABC ទៅអ្នកទាំងគ្នាបន្តមកទៀតនឹងសាច់រឿងរបស់យើងក៏បានកាត់មកកន្លែងក្លឹបហាប់ប្រដានេះវិញដែលមួយសក់ខ្មៅគឺពងតែស៊ីដំបងអ្នកទាំងគ្នាគឺតែមួយនេះស្បែកកម្មតែម្ដងអ្នកទាំងគ្នាតែត្រូវមិនសូវមិញហើយឥឡូវមកត្រូវទៀតបាត់ហើយអ្នកដល់វាយនោះគឺជាឪរបស់វាហើយអ្នកទាំងគ្នាពេលនោះឪរបស់វាគឺថាខឹងជេរតែម្ដងប៉ារបស់វាក៏បាននិយាយថាអើយអាកូនចង្រៃយយតើឯងនឹងថាយើងនឹងបានចំណាយប្រាក់ប៉ុន្មានទេដើម្បីឲ្យឯងនឹងចូលទៅរៀននៅក្នុងថ្នាក់ពិសេសនោះហើយប៉ារបស់វានឹងគឺជា CEO នៅក្នុងក្រុមហ៊ុននឹងតែម្ដងនៅកន្លែងនឹងតែម្ដងបន្ទាប់មកអាមួយពាក់វ៉ែនតានេះក៏បានជួយនិយាយសម្រុះសម្រួលទៅអាមួយនឹងប្រហែលជាជំនួយការរបស់គាត់នឹងហើយអ្នកនរគ្នាមួយពាក់វ៉ែនតានឹងក៏បាននិយាយថាលោក CEO ខ្ញុំគិតថាយើងគួរតែឈប់ទៅគាត់គួរតែយល់អំពីការងាររបស់គាត់ហើយអ្នកនរនេះខ្ញុំសូមហៅគាត់ថាពូ CEO ចុះពេលនោះពូ CEO នោះក៏បាននិយាយថាប៉ារបស់អាមួយសក់ក្រហមមានការបោះឆ្នោតយ៉ាងខ្លាំងចំពោះប្រធានាធិបតីបន្ទាប់ដូច្នេះឯងគួរតែយល់ហើយថាឯងនឹងត្រូវធ្វើអ្វីពេលនោះអាមួយសក់ខ្មៅវាក៏បានងើបឡើងមកពូ CEO នោះក៏បាននិយាយថាបើឯងយល់ហើយទៅធ្វើវាភ្លាមទៅយើងមិនចង់ឃើញមុខរបស់ឯងទៀតទេបន្ទាប់ទៀតមកអាមួយសក់ខ្មៅវាក៏បានដើរចេញពីទីនោះទៅគឺថាដើរទាំងទឹកមុខសោកសៅតែម្ដងអ្នកនរនេះឡើយនេះខ្ញុំបើកវងកញ្ចក់ទៅលោកអ្នកគ្នាអត់យល់អញ្ចឹងពូ CEO ហ្នឹងគាត់ខំបងលុយអាគុណប្រុសរបស់គាត់ដើម្បីទៅចូលរៀនថ្នាក់ពិសេសជាមួយនឹងអាមួយសក់ក្រហមហ្នឹងទៅដើម្បីឲ្យរាប់រយអាមួយសក់ក្រហមហ្នឹងពីព្រោះអីឪពុករបស់អាមួយសក់ក្រហមវាចិត្តខ្លាចជាប្រធានាធិបតីអញ្ចឹងហើយក៏ទៅអែបអបគេទៅអញ្ចឹងហើយនៅពេលដែលគុណប្រុសរបស់គាត់វាយចាញ់គេអញ្ចឹងក៏ខ្លាចអាមួយសក់ក្រហមវាលេងរាប់រយអញ្ចឹងទៅអញ្ចឹងហើយក៏គាត់ខឹងว่าមួយហ្នឹងបាំងតែម្ដងឥឡូវនេះចូលសេរឿងរបស់យើងវិញទៅបន្តមកទៀតហ្នឹងពូ CEO ហ្នឹងក៏បានសួរជំនួយការរបស់គាត់ថាតើក្មេងមួយណាដែលវាហ៊ានលើកដៃវាយកូនប្រុសរបស់យើងឪពុកម្ដាយរបស់វានឹងរកស៊ីអីគេជំនួយការរបស់គាត់ក៏បានប្រាប់ទៅថាឪពុករបស់គាត់គឺជាម្ចាស់ក្រុមហ៊ុន crypto ឬក៏រូបបច្ចុប្បន្នជាតិអីចឹងនេះដែលធំជាងគេលំដាប់ថ្នាក់លេខ5អីចឹងទៅដែលដោះស្រាយរូបបច្ចុប្បន្នជាមួយនឹងសន្តិសុខជាតិពួកគេមានដើមទុនឬក៏ទ្រព្យសម្បត្តិច្រើនណាស់បន្ទាប់ពីពូ CEO នោះក៏បានស្ដាប់លើរឿងនេះគាត់បាននិយាយថាអូបើអញ្ចឹងអាចឆាប់ទៅអញ្ជើញអាណាព្យាបាលរបស់គេមកបន្តមកទៀតមកសាច់រឿងរបស់យើងក៏បានកាត់មកកន្លែងទូប្រុសរបស់យើងវិញគាត់កំពុងតែចេញពីសាលារៀនដូចជារាល់ដងអញ្ចឹងបន្តទៀតមកកញ្ញាឡេរ៉ារបស់យើងក៏បានចេញមកនាងបាននិយាយដោយការពីម្សិលមិញដែរគឺនិយាយថាជួបគ្នានៅថ្ងៃស្អែកណាបន្តទៀតមកអាមួយសក់ក្រហមនេះក៏បានចេញមកដែរវាក៏បាននិយាយដូចគ្នាដែរថាជួបគ្នានៅថ្ងៃស្អែកអ្នកនរនេះអាមួយនេះខ្ញុំអត់ដែរហៅឈ្មោះស្អីហៅតាសក់ក្រហមឈ្មោះសជីនសងខ្ញុំអត់ហៅនេះខ្ញុំត្រឡប់មកថាសក់ក្រហមអញ្ចឹងហើយអ្នកនរនេះក៏មិនកាន់ខ្ញុំអីណាបន្តទៀតមកអាមួយមេធំនេះគ្នាអាមួយមេធំអង្គរៈរបស់អាសក់ក្រហមនោះក៏បានងាកមកហើយបាននិយាយទៅកាន់ទូប្រុសរបស់យើងថារក្សាឪពុកម្ដាយរបស់ឯងឲ្យបានល្អណាពេលនោះអាប៉ែខេងក៏មកយើងបានស្គាល់ជាខ្លាំងហើយបាននិយាយថាជុំអានេះវានិយាយវាស្អីហ្នឹងវៃបន្តទៀតមកសាប់តែឡានរបស់ប៉ា
ប៉ាទូប្រុសរបស់យើងនឹងក៏បានមកយកគាត់ទៅផ្ទះទៅហើយឥឡូវនេះដែរក្រុមគ្រួសារខ្លាយៗរបស់គេនឹងកំពុងតែញ៉ាំអីជុំគ្នាយ៉ាងមានសុភមង្គលពេលនោះដែរសារតែមាននរណាគេម្នាក់បានគួរទ្វារហើយនេះគឺជាអាចជំនួយការរបស់លោក CEO នោះហើយវាបាននិយាយថាសួស្ដីខ្ញុំមកពីក្រុមហ៊ុនដេជុងក្រុមប៉ារបស់ទូប្រុសយើងក៏បាននិយាយថាសួស្ដីតើលោកមកទីនេះមានការអ្វីដែរចុះគេបានរាយការណ៍ថាកូនប្រុសរបស់លោកបានទៅវាយដំកូនម្ចាស់ក្រុមហ៊ុនពេលនោះម៉ាក់ប៉ារបស់គេនឹងក៏បានងាកមើលមកទូប្រុសរបស់យើងទាំងពីរនាក់តែម្ដងពេលទូប្រុសរបស់យើងវិញធ្វើមុខលែលើហើយបន្តមកទៀតនឹងអាចជំនួយការនឹងក៏បាននិយាយទៀតដែរថាលោក CEO របស់យើងនឹងគាត់មិនមានបំណងធ្វើឲ្យហេតុការណ៍កាន់តែតាំងតឹងនោះឡើយគាត់គ្រាន់តែចង់ជួបគ្នាជាមួយនឹងអាណាព្យាបាលរបស់ក្មេងតែប៉ុណ្ណោះប៉ារបស់ទូប្រុសរបស់យើងក៏បាននិយាយថាត្រឹមត្រូវហើយបញ្ហាក្មេងៗទុកឲ្យអាណាព្យាបាលជាអ្នកដោះស្រាយដូច្នេះខ្ញុំនឹងទៅជាមួយនឹងលោកប៉ារបស់ទូប្រុសរបស់យើងនឹងក៏ព្រមដើរទៅតាមពួកវាទៅប៉ុន្តែបែកខែងគាត់របស់យើងក៏ចង់ទៅជាមួយដែរអ្នកនរគ្នាក៏ប៉ុន្តែប៉ារបស់គេបាននិយាយថានៅផ្ទះនេះហើយមិនបាច់ទៅទេនេះគឺជារឿងរបស់មនុស្សចាស់បន្តទៀតមកឥឡូវនេះដែរពួកគេនឹងក៏បានមកដល់ក្លឹបហាប់ប្រាំនោះហើយលោកពូ CEO គឺថានឹងអង្គុយចាំនឹងតែម្ដងពេលនោះលោកពូ CEO នឹងក៏បាននិយាយទៅកាន់ប៉ាទូប្រុសរបស់យើងថាកូនប្រុសរបស់ខ្ញុំត្រូវបានកូនប្រុសរបស់ឯងនឹងវាយដំតើលោកគឺជាឪពុកម្ដាយរបស់គេមិនចេះប្រដៅកូនទេឬប៉ារបស់ទូប្រុសរបស់យើងនឹងក៏បាននិយាយយ៉ាងស្រួលថាតើលោកនឹងចង់ខ្ញុំធ្វើអ្វីបើមានអ្វីដែលអ្នកចង់គ្រាន់តែនិយាយមកពូ CEO នឹងក៏បាននិយាយថាបញ្ជូនកូនប្រុសរបស់ឯងទៅរៀនសាលាផ្សេងទៅបើធ្វើតាមយើងនឹងឲ្យឯងចេញពីទីនេះប៉ាទូប្រុសរបស់យើងក៏បាននិយាយថាម្ដាយរបស់កូនប្រុសរបស់ខ្ញុំបានខិតខំយ៉ាងខ្លាំងដើម្បីឲ្យកូនចូលទៅរៀននៅក្នុងសាលាដែលល្អជាងគេនៅកូរ៉េខាងត្បូងនេះខ្ញុំមិនអាចធ្វើតាមអ្វីដែលលោកត្រូវការបានទេបន្ទាប់មកទៀតនឹងពូ CEO ក៏បានដើរមកតែម្ដងអ្នកទាំងគ្នាហើយអ្នកទាំងគ្នាមើលតែមានពីរអ្នកគាត់ទៅដឹងហើយនេះបន្ទាប់មកទៀតនឹងពូ CEO នឹងក៏បាននិយាយថាឯងនឹងស្រាមិនជួយមិនចេះផឹកទេតើឯងចង់ផឹកស្រាវិន័យមែនទេប៉ារបស់ទូប្រុសរបស់យើងក៏បាននិយាយថាយើងមិនអនុញ្ញាតទេទោះឯងធ្វើអ្វីយើងក៏ដោយពូ CEO នឹងក៏បាននិយាយថាក្មេងហែងបាត់វៃម្ដងអត់បានទេបន្តមកទៀតនឹងពូ CEO នឹងក៏បានផ្ទះគាត់មួយកំភ្លៀងតែម្ដងអ្នកទាំងគ្នាបន្តមកទៀតពូ CEO នឹងក៏បាននាំប៉ារបស់ទូប្រុសរបស់យើងឡើងសៃវៀនតែម្ដងអ្នកទាំងគ្នាគឺថាសាហាវកោខៅហ្មងរួចមកក៏បានមាត់យកតែម្ដងគឺថាវាយគាត់ឡើងច្អល់តែម្ដងអ្នកទាំងគ្នារួចមកបន្តមកទៀតនឹងពូ CEO នឹងក៏បានទៅបោយសក់ប៉ារបស់ទូប្រុសរបស់យើងហើយបាននិយាយថាបញ្ជូនអាកូនចង្រៃយករបស់ឯងនឹងចេញពីសាលានោះភ្លាមទៅបើមិនដូច្នេះទេខ្ញុំនឹងធ្វើឲ្យឯងមិនអាចឈានជើងចូលមកក្នុងប្រទេសកូរ៉េនេះបានម្ដងទៀតទេវើយបន្តមកទៀតពូ CEO នឹងក៏បានដើរចេញពីទីនោះទៅហើយក៏បាននិយាយទៅកាន់ជំនួយការរបស់គាត់ថាឆាប់យកលុយមួយចំនួនបងថ្លៃព្យាបាលទៅកាន់វាទៅអ្នកនរនេះឆ្ងល់ដែរប៉ារបស់ទូប្រុសរបស់យើងនឹងខ្លាចបន្លំខ្លួនជាអ្នកមានប៉ុណ្ណឹងហើយនៅគេវាយបានទៀតនោះបន្តមកទៀតនឹងប៉ារបស់ទូប្រុសរបស់យើងកំពុងតែដើរតាមផ្លូវហើយអាចជំនួយការនោះវាក៏បានជិះឡានអមដំណើរជាមួយនឹងគាត់ដែរហើយវាក៏បានយកខ្សែលុយមួយឲ្យគាត់អ្នកនរគ្នានៅក្នុងខ្សែនោះមានរហូតដល់10លានវ៉ុនឯណោះក៏ប៉ុន្តែប៉ារបស់ទូប្រុសរបស់យើងនៅតែមិនយកទេអ្នកនរគ្នាអាចជំនួយការនោះវាក៏បាននិយាយថាមិនលុយប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេមែនទេឥឡូវនេះខ្ញុំគ្រាន់តែប្រាប់លោកឲ្យដឹងទេទោះបីជាលោកយករឿងនេះទៅប្រាប់ប៉ូលីសក៏ដោយក៏មិនអាចជួយអ្វីបានដែរពីព្រោះក្រុមហ៊ុនរបស់យើងគឺមានឥទ្ធិពលខ្លាំងណាស់ជះលុយតែមកបន្តិចហ្នឹងគឺបាត់មាត់ហើយពេលនោះប៉ារបស់ទូប្រុសរបស់យើងក៏បានផ្ទះអាលុយនឹងមកដៃខ្ទេចអស់ទៅអ្នកនរគ្នាគាត់ថែមទាំងនិយាយទៀតថាខ្ញុំមិនត្រូវការលុយថប់ទៀតរបស់ឯងនេះទេព្រោះសន្ទុះក្រោយមកហ្នឹងក៏បានដើរមកដល់ផ្ទះអ្នកនរគ្នាពេលនោះទូប្រុសរបស់យើងជាមួយនឹងម៉ាក់របស់គេនឹងគឺថាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះឃើញរូបរាងប៉ារបស់គឺថាត្រូវឡើងតំណំតែម្ដងអាប៉ែខេងគាត់របស់យើងក៏បានសួរថាតើមានរឿងអ្វីកើតឡើងគាត់ក៏បានឆ្លើយតបវិញថាមិនមានរឿងអ្វីទេហើយអ្នកនរគ្នាមើល reaction របស់ម៉ាក់ទូប្រុសរបស់យើងទៅគឺថាម៉ៅមែនតើហ្មងទីទៀតហ្នឹងអ្នកនរគ្នានឹងបានដឹងពីសមត្ថភាពរបស់ម៉ាក់ទូប្រុសរបស់យើងថាសាហាវគូខើប៉ុណ្ណាបន្ទាប់ទៀតមកប៉ារបស់ទូប្រុសរបស់យើងក៏បានចូលក្នុងបន្ទប់របស់គាត់គឺថាមកកម្មវិធី hate ពេញហ្នឹងតែម្ដងគ្នាបកកែខាង hacker អញ្ចឹងណាហើយគាត់ក៏បាននិយាយថាអូយអាថុកទៀតយើងនឹងឲ្យឯងសោកស្ដាយនៅអ្វីដែលឯងធ្វើដាក់មកលើយើងស្អីរឿងរបស់យើងក៏បានកម្មមកកន្លែងអាក្រុមហ៊ុន TJ Sport នេះវិញដែលមានលោក CEO គឺថាអង្គុយផឹកខ្វៃឡើងទំនងតែម្ដងអ្នកនរគ្នាពេលនោះស្រាប់តែអាចជំនួយការរបស់គាត់នឹងក៏បានចូលមកតែម្ដងអ្នកនរនេះគឺបានគូសស្វាគាត់ទៅចូលមកឆៅហ្មងវាបាននិយាយថាលោក CEO ឥឡូវនេះយើងមានបញ្ហាធំហើយលោកពូ CEO របស់យើងនឹងក៏បាននិយាយវិញថាអេអាចង្រៃយកហើយដោយបានជាឯងចូលមកមិនគូសស្វាអញ្ចឹងឯងដឹងថានៅពេលព្រឹកឡើងនេះគឺជាអារម្មណ៍ល្អរបស់យើងទេអាចជំនួយការរបស់គាត់ក៏បានឆ្លើយតបថាខ្ញុំសុំទោសប៉ុន្តែឥឡូវនេះគឺជារឿងមិនទាន់ server របស់ក្រុមហ៊ុនរបស់យើងឥឡូវនេះបានដួលទាំងស្រុងហើយលោក CEO នឹងក៏បានសួរថាហើយចុះក្រុម IT នឹងកំពុងធ្វើអ្វីតាមួយនឹងក៏បានឆ្លើយតបវិញថាកុំព្យូទ័ររបស់ពួកគេឥឡូវនេះក៏ចាប់ផ្ដើមខូចផងដែរធ្វើការអ្វីក៏មិនចេញដែរ website របស់យើងឥឡូវនេះក៏ចាប់ផ្ដើមខូចផងដែរមានអតិថិជនជាច្រើនណាស់ដែលបានសុំដកលុយពី website វិញលោក CEO ក្រុមហ៊ុនរបស់យើងឥឡូវនេះកំពុងតែឈរនៅចំពោះមុខវិបត្តិធ្ងន់ធ្ងរណាស់បន្តមកទៀតហ្នឹងលោកពូ CEO របស់យើងក៏បានទៅចុចមើលកន្លែងគណនី bank របស់គាត់ចឹងគាត់ក៏បានដឹងថា bank របស់គាត់ហ្នឹងក៏ត្រូវបានធនាគារហ្នឹងបានបង្កក់ភ្លាមៗអ្នកទាំងគ្នាគឺថាគណនីរបស់គាត់ហ្នឹងគឺថាចាយលុយលេងបានគេថាគេបង្កក់បាត់ហើយអ្នកទាំងនេះ admin និយាយមកតែគេថាក្រុមហ៊ុនហ្នឹងឥឡូវគេថាចិត្តរលាយអ្នកគ្នាដោយសារតែស្នាដៃប៉ារបស់ទូប្រុសរបស់យើងហ្នឹងឯងបន្ទាប់ទៀតមកពេលជប់ក៏បានមកដល់គឺថាព្រះច័ន្ទគឺថារះពេញវងតែម្ដងអ្នកទាំងគ្នាហើយយើងក៏បានឃើញថាលោកពូ CEO របស់យើងក៏បានអង្គុយគិតអំពីក្រុមហ៊ុនរបស់គាត់ដែរគាត់បាននិយាយថាអើយតើខ្ញុំគួរតែដោះស្រាយជាមួយនឹងក្រុមហ៊ុននេះណាដូចមិនដេចទៅអ្នកទាំងនេះនៅពេលដែលគាត់កំពុងតែគិតនោះគាត់ក៏មានអារម្មណ៍ថាមាននរណាគេម្នាក់កំពុងតែសម្លឹងមើលមកគាត់ហើយនោះគឺជាអ្នកទាំងនេះខ្ញុំមិនចាំនិយាយក៏អ្នក
អ្នកទាំងនេះដឹងដែរត្រូវអត់គឺថាម៉ាក់របស់ទូប្រុសយើងនឹងឯងម៉ាក់ខ្លាយខ្លាយបន្តមកទៀតមកលោកពូ CEO នោះក៏បាននិយាយថាតើឯងគឺជានរណាគេហើយដើម្បីបានជាសន្តិសុខមិនចេះមើលអញ្ចឹងឲ្យមនុស្សប្លែកមុខចូលមកក្នុងនេះបានអញ្ចឹងម៉ាក់របស់ទូប្រុសរបស់យើងក៏បានឆ្លើយតបវិញថាខ្ញុំបានដាក់ឲ្យពួកគេដេកលក់អស់ហើយគឺថាមកក្រុមហ៊ុនដេកលក់ទាំងអស់គ្នាតែម្ដងទាំងសន្តិសុខទាំងអង្គរៈទាំងអ្នកធ្វើការឯនោះដេកទាំងអស់ហ្មងម៉ាក់របស់ទូប្រុសរបស់យើងក៏បាននិយាយទៀតថាកាមេរ៉ានៅក្នុងក្រុមហ៊ុននេះត្រូវបានខូចអស់ហើយឥឡូវនេះលោកមានអ្វីធ្វើជាផុសតាងទៀតទេបន្តមកទៀតលោកពូ CEO នឹងក៏បានងើបឡើងហើយបានទាំងបោះពាក្យសម្ដីថាយើងមិនមានពេលលេងជាមួយនឹងមនុស្សឈួតដូចឯងទេក្រុមហ៊ុនរបស់យើងឥឡូវនេះកំពុងតែមានបញ្ហាផងបន្តមកទៀតនឹងម៉ាក់របស់ទូប្រុសរបស់យើងមកបាននិយាយអ្វីច្រើនទេក៏បានចាប់កបួចក៏ឲ្យបោកប៉ាចូលតុកតែម្ដងបន្តមកទៀតនឹងក៏បានយកសារ៉ាំងចាក់ថ្នាំចេញពីកន្លែងសម្ងាត់របស់គាត់ហើយក៏បាននិយាយថាតើឯងដឹងថាឯងនឹងបានធ្វើអ្វីខុសចំពោះនរណាគេទេធម្មតាការងារបែបនេះយើងតែងតែសម្លាប់មនុស្សចោលទាំងអស់ក៏ប៉ុន្តែឯងគួរតែអរគុណទៅកាន់គាត់ទៅដែលយើងបានសន្យាជាមួយគាត់ថាមិនសម្លាប់នរណាគេទេក៏ប៉ុន្តែចំនួនមកវិញនឹងយើងនឹងឲ្យឯងនឹងដេកលក់ចំនួន3ឆ្នាំតែម្ដង3ឆ្នាំក្រោយនៅពេលដែលកូនប្រុសរបស់យើងបានបញ្ចប់ការសិក្សាយើងនឹងមកដាក់ឯងវិញអ្នកទាំងអស់នេះគឺថាម៉ាក់បទូប្រុសយើងឃើញថារីករាយចឹងមែនណាប៉ុន្តែដល់ពេលខឹងម្ដងសាហាវជ័យអឹមតែម្ដងតែរឿងរបស់យើងនេះដែរចាប់ដើមឡើងនៅពេលព្រឹកដែលទូប្រុសរបស់យើងក៏កំពុងតែទៅសាលាពេលនោះក៏បាននិយាយថាឥឡូវនេះខ្ញុំទៅសាលាសិនហើយពេលនោះម៉ាក់របស់គេបាននិយាយថាសុខសប្បាយតាមផ្លូវណាបន្តមកទៀតទូប្រុសរបស់យើងក៏បាននិយាយថាខ្ញុំសុំទោសមកពីខ្ញុំទៅធ្វើឲ្យប៉ាជួបរឿងបែបនេះពេលនោះម៉ាក់របស់គេក៏បានឆ្លើយតបវិញថាមិនអីទេរឿងនេះម៉ាក់ប៉ាបានដោះស្រាយវារួចរាល់ហើយដូច្នេះឯងទៅសាលារៀនចុះមិនចាំបាច់ព្រួយបារម្ភពីរឿងនេះទេបន្តមកទៀតមកសាច់រឿងរបស់យើងក៏បានកាត់មកវិទ្យាល័យ CEO នេះវិញដែលប៉ែខាងកូនរបស់យើងគាត់កំពុងតែអង្គុយក្នុងថ្នាក់ពេលនោះគាត់ក៏បានគិតក្នុងចិត្តថាអើយនៅកូរ៉េខាងត្បូងនេះហេតុអ្វីពុកម្ដាយតែងតែកាន់ជើងកូនអញ្ចឹងទោះដឹងថាកូននឹងធ្វើខុសដាក់គេគាត់ឲ្យនៅគ្នានិយាយទៅពុកម្ដាយនៅប្រទេសកូរ៉េតែងតែកាន់ជើងកូនអញ្ចឹងណាទោះបីដឹងថាកូននេះអ្នកធ្វើខុសដាក់គេគាត់ឲ្យបន្តមកទៀតណាមួយសុកហមដែលមានឈ្មោះថាជីនសុនក៏បាននិយាយជាមួយទូប្រុសរបស់យើងថាអេតែឯងដឹងទេអាពូយ៉ងឥឡូវនេះយើងបានលើថាក្រុមហ៊ុនប៉ារបស់វាឥឡូវនេះបានដួលរលំខ្ទេចខ្ទីអស់ហើយប៉ារបស់អាមួយសុកខ្មៅឥឡូវនេះកំពុងតែប្រឈមមុខជាមួយនឹងជំងឺដាច់សាច់ឈាមខួរក្បាលឬក៏ជំងឺស្លាប់មួយចំនួនគ្រូអីចឹងអ្នកនេះអាហ្នឹងគឺថារស់ដូចស្លាប់អញ្ចឹងហើយបន្ទាប់ពីទូប្រុសរបស់យើងក៏បានស្ដាប់រឿងនេះគាត់បានគិតក្នុងចិត្តថាជុំតានេះគឺជាស្នាដៃរបស់ប៉ាម៉ាក់របស់ខ្ញុំមែនទេដែលគាត់បាននិយាយថាគាត់បានរៀបចំវារួចរាល់អស់ហើយណាគ្មានផ្លូវទេនោះមិនអាចខ្លាចជាការពិតបានទេមើលទៅពួកគាត់មិនអាចធ្វើរឿងនេះបានទេបន្ទាប់ពីមកកញ្ញាលេអារ៉ារបស់យើងក៏បានមកសួរទូប្រុសរបស់យើងថាតើនៅចុងសប្តាហ៍នេះលោកទំនេរទេពេលនោះអាសក់ហងក៏បានសួរថាតើនាងចង់អញ្ជើញគាត់ទៅណាខ្ញុំចង់ឲ្យអ្នកចូលរួមកម្មវិធីខួបកំណើតរបស់ខ្ញុំអាប៉ែខាងកូនរបស់យើងក៏បាននិយាយថាចុំតើវាជាការពិតមែនទេនាងបាននិយាយថាពិតមែនហើយខ្ញុំចង់អញ្ជើញលោកទៅជាមួយដែរនៅចុងសប្តាហ៍នេះណាកុំភ្លេចទៅផងណាទូប្រុសរបស់យើងក៏បាននិយាយថាមិនអីទេខ្ញុំដឹងទៅហើយអ្នកនរគ្នាមើលតា reaction អាមួយសក់ហមទៅនេះគឺថាខ្ញុំមិនដឹងថាវាគិតអីក្នុងខ្លួននេះគឺថាវាចំណែននឹងនេះបន្តមកទៀតនឹងអាមួយសក់ខ្មៅហ្នឹងក៏បានដើរចូលមកឥឡូវនេះវាបានមករៀនវិញហើយពេលនោះវាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្នកនរគ្នាដោយសារតែវានឹងបានឃើញទូប្រុសរបស់យើងទៅអង្គុយតុកន្លែងវាអញ្ចឹងណាកាលពីមុនឡៃរបស់វាបន្តមកទៀតនឹងវាមិនបាននិយាយអ្វីច្រើនទេក៏បានដើរចូលទៅក្នុងទៅពេលនោះស្រាប់តែកញ្ញាលេអារ៉ារបស់យើងក៏បានសួរវាថាហេប៊ូយ៉ងតើប៉ារបស់ឯងនឹងយ៉ាងម៉េចហើយអ្នកគ្នាតែវានឹងបានស៊ីនហើយអត់ reply ទេគ្នាគឺវាអត់និយាយទាំងអស់រួចមកវាបានដើរចូលទៅអង្គុយតុកនៅចិត្តអាសក់ហមដែរទៅនេះនៅខាងឆ្វេងដៃអញ្ចឹងណាអ្នកគ្នាឡើយហ្នឹងខ្ញុំពោះចិត្តតែម្ដងនេះអាមួយជីនសងនេះអាមួយសក់ហមនេះគឺវាអង្គុយជួយទូរស័ព្ទធ្វើមិនដឹងវាមានសួរពូម៉ាក់វាថាមានអ្វីកើតឡើងចំពោះក្រុមហ៊ុនអីសោះរីឯចំណែកទូប្រុសរបស់យើងវិញក៏គាត់ឆ្ងល់ដែរចុះអាមួយនេះឪរបស់វាមានបញ្ហាប៉ុណ្ណឹងហើយវានៅបរៀនបានទៀតបន្តមកទៀតមកស្អីរឿងរបស់យើងក៏បានកាត់មកកន្លែងនេះវិញសិស្សដទៃទៀតគេបានទៅផ្ទះអស់ហើយនៅឡើយទូប្រុសរបស់យើងទេគឺគាត់អត់ឃើញប៉ារបស់គាត់មកយកទេអ្នកគ្នាពេលនោះក៏បានគិតថាអូប្រហែលជាគាត់នឹងមានអារម្មណ៍មិនល្អហើយមកទៅបានជាគាត់មិនមកយកខ្ញុំអញ្ចឹងបន្ទាប់ទីមកស្រាប់តែមានសិស្ស3នាក់ដែលជាមិត្តរួមថ្នាក់របស់គាត់ក៏មកនិយាយជាមួយគាត់ថាអេប្រូថ្ងៃនេះមិនមាននរណាគេមិនអ្នកមកយកទេមែនទេទូប្រុសរបស់យើងក៏បាននិយាយថាមែនហើយខ្ញុំមិនឃើញគ្រួសាររបស់ខ្ញុំមកយកទេពេលនោះនាងបាននិយាយថាអូបើអញ្ចឹងលោកចាំជិះឡានក្រុងទៅជាមួយនឹងពួកយើងទៅអាប៉ែខាងកូនរបស់យើងក៏បាននិយាយថាអូតាប៉ាត់រឿងហ្នឹងអញ្ចឹងហ៎ហើយបន្តមកទៀតនាងក៏បាននិយាយថារីផងដែលបានស្គាល់អ្នកតាមពិតទៅពួកយើងទាំងអស់គ្នាពិតជាចង់ស្គាល់អ្នកកាន់តែច្បាស់ណាស់ខ្ញុំសុំសួរមួយបានទេតើលោករស់នៅកន្លែងណាដែរទូប្រុសរបស់យើងក៏បាននិយាយថាកន្លែងដែលខ្ញុំរស់នៅគឺ Beppo Blue Tower ពេលនោះពួកគេទាំង3ហ្នឹងគឺថាគៀងតែម្ដងអ្នកទាំងអស់គ្នាហើយបន្តមកទៀតនាងក៏បាននិយាយថាអូច្បាស់ជាគ្រួសាររបស់លោកមានលុយខ្លាំងហើយមើលទៅនោះគឺជា condo ដែលថ្លៃជាងគេបំផុតនៅប្រទេសកូរ៉េទូប្រុសរបស់យើងក៏បាននិយាយថាអូវាជាផ្ទះឪពុកម្ដាយរបស់ខ្ញុំទេនាងក៏បានឆ្លើយតបវិញថាក៏ប៉ុន្តែវាដូចតែគ្នាហ្នឹងហើយបន្តមកទៀតនឹងពួកគេទាំង3ទាំង4ហ្នឹងក៏បានមកឈរចាំឡានក្រុងអញ្ចឹងទៅអ្នកទាំងអស់នេះខ្ញុំសុំទោសផងកន្លែងហ្នឹងពួកគេហ្នឹងនិយាយគ្នាច្រើនដែរក៏ប៉ុន្តែអ្នកគ្នាអាចមើលខ្លួនឯងបានគឺថាអសនគេដឹងមិនទេគេថាគេគូឡើងវល់ពីហ្នឹងតែម្ដងខ្ញុំមើលអត់យល់ទេថាពួកគេនឹងពោលតែនិយាយស្អីនេះអញ្ចឹងខ្ញុំសុំ skip ឡើងហ្នឹងចោលហើយដោយសារតែ admin នឹងមើលអត់យល់ទេដល់គេចង់និយាយវាស្អីទេបន្តមកទៀតនឹងពួកគេនឹងក៏បានជិះឡានក្រុងទៅគឺថាឡានក្រុងរបស់គេនឹងមានតែប៉ុណ្្នឹងទេអ្នកទាំងគ្នា
បន្ទាប់ទីមកសាច់រឿងរបស់យើងក៏បានកាត់មកកន្លែងហាងញ៉ាំអីនេះវិញដែលពួកគេទាំង3ទាំង4ហ្នឹងកំពុងតែអង្គុយញ៉ាំអីនេះហើយអ្នកទាំងអស់គ្នាឡើយហ្នឹងខ្ញុំមិនយល់ដែរមិញថាព្រោះគ្នាមកផ្ទះតែឥឡូវមកកិច្ចសាលាមកអង្គុយស៊ីអីណាវិញទៅឆ្កុយ Vieja culia, muérete. បន្តមកទៀតណាបែកខែក៏យើងក៏បានចាប់ទូពូគីមួយដាក់លើដៃទៅហើយបាននិយាយថាជុំតានេះគឺជាអាហារប្រភេទអ្វីហ្នឹងវិញបន្តមកទៀតក៏បានដាក់ជុំមាត់តែម្ដងដល់គ្នាប៉ុន្តែពេលស៊ីហើយព្រុសភ្លើងតែម្ដងដល់គ្នានឹងសាហាវ JM ហ្មង Ồ, chọc à đó. Chọc à đó. បន្តមកទៀតនឹងកញ្ញាម្នាក់ទៀតក៏បាននិយាយថានិយាយតាមចង់ទៅចោខ្ញុំមិនដែលគិតថាលោកនឹងមករាប់អានជាមួយនឹងពួកយើងទេបន្តមកទៀតនឹងឃើញអាមួយបែបបន្តាអ្នកនៅចិត្តទូប្រុសយើងក៏បាននិយាយថាត្រឹមត្រូវហើយតាំងពីលោកផ្លាស់ប្ដូរមកសាលានេះក៏មានកូនអ្នកធំគឺថារាប់រតែម្ដងហើយអ្នកទាំងអស់នេះប្រហែលជាបានដឹងថាកូនអ្នកធំនឹងមានអាគេខ្លាចអញ្ចឹងណាខ្ញុំខ្ជិលនិយាយទៀតហើយបន្ទាប់ទីមកទូប្រុសរបស់យើងក៏បានឆ្លើយតបវិញថាអើយតែអ្នកចង់មានន័យថាម៉េចនឹងខ្ញុំមិនយល់ទេនេះបញ្យល់មកវាងាយស្រួលជាងបន្តមកទៀតនោះកញ្ញាម្នាក់នេះក៏បាននិយាយថានៅពេលដែលខ្ញុំបានឃើញមិត្តភក្តិរបស់លេអារ៉ាឬក៏ក្រុមរបស់ជីនសុងបើប្រៀបធៀបជាមួយនឹងពួកយើងវិញពួកយើងមានអារម្មណ៍ថាខ្លួនឯងគ្រាន់តែធម្មតាគ្មានអ្វីពិសេសតតែសោះហើយបន្តមកទៀតទូប្រុសរបស់យើងក៏បានគិតក្នុងចិត្តថាជុំតើសិស្សអត់ទាំងនេះមិនមែនជាសមាជិកនៃក្រុមអន្តរជាតិណាមួយទេឬដូច្នេះពួកគេគ្រាន់តែជាសិស្សនិស្សិតកូរ៉េខាងត្បូងធម្មតាតែប៉ុណ្ណោះហើយបន្ទាប់ទីមកស្រាប់តែមានមនុស្សមួយក្រុមក៏បានមកកន្លែងនេះដែរហើយពួកវាបាននិយាយថាជុំនេះគឺជាឯកសណ្ឋានសិស្សរបស់អាវិទ្យាល័យកូនអ្នកមានតើនេះហេតុអ្វីបានជាពួកវាចូលមកក្នុងតំបន់យើងអញ្ចឹងហេតុអ្វីបានជាពួកឯងនេះចូលមកអង្គុយតុកនេះដោយមកសុំការអនុញ្ញាតពីពួកយើងអញ្ចឹងតើពួកឯងនឹងចង់បង្ករឿងមែនទេពួកយើងនេះគឺជាមេតំបន់នៅទីនេះវើយមិនពួកអាកូនអ្នកមានឯងនឹងគាត់ថាធ្វើអ្វីបានតាមចិត្តមែនអេយើងសួរពួកឯងហេតុអ្វីបានជាមិនឆ្លើយអញ្ចឹងតែបន្តមកទៀតណាមួយប៉ែមិនតានោះក៏បាននិយាយថាតឥឡូវចាប់ចេញពីទីនេះទៅពួកយើងមិនចង់មានរឿងច្រើនទេហើយអាមួយប៉ែមិនតានោះក៏បាននិយាយទៀតថាបើឯងចង់បានកន្លែងនេះយកទៅពួកយើងចាក់ចេញហើយពេលនោះអាមួយនៅក្នុងក្រុមមេតំបន់នោះបាននិយាយថាអេកូនបើតើកូនបើនឹងចង់ចេញក៏ចេញចូលក៏ចូលមែនទេអារន្ទះខ្ទប់ក្រែងពួកឯងនឹងគឺជាកូនអ្នកមាននេះហើយមិនភេយើងស៊ីអីផងណាបន្តមកទៀតទូប្រុសរបស់យើងក៏បានចាប់ដៃរបស់វាចេញទៅហើយថែមទាំងបាននិយាយថា Bắt chọc dê cái đôi mày. ហើយមកចុងមកទៀតណាតោះគ្នាអាមួយនឹងផាជាមេក្រុមដឹងដោយសារខ្ញុំឃើញវាគេថា so cool ជាងគេតែម្ដងវាក៏បាននិយាយថាអូយនៅទីនេះក៏មានអ្នកក្លាហានដែរណោះរាល់ដងយើងតែងតែសម្លឹងមុខពួកវាក៏ពួកវាខ្លាចយើងដែរហើយថែមទាំងបងប្រាក់មកយើងទៀតផងទូប្រុសរបស់យើងក៏បាននិយាយយ៉ាងលយថានិយាយអាប្រកាច់យកតើពួកឯងនឹងគឺជាអ្នកសុំទានឬក៏ជាចោរប្លន់ហើយប៉ាណាប៉ាអូនប៉ះបងកប់សេរីរីតែម្ដងបន្តមកទៀតនឹងវាក៏បានបោះពាក្យសម្ដីយ៉ាងលយទៀតថាឥឡូវនេះយើងមិនចង់មានរឿងច្រើនទេគ្រាន់តែពួកឯងនឹងចេញលុយស្លែមហូបឲ្យយើងមកយើងនឹងអនុញ្ញាតឲ្យពួកឯងលូនចេញពីទីនេះទៅវិញបន្តមកទៀតទូប្រុសរបស់យើងក៏បានបោះពាក្យសម្ដីយ៉ាងលយទៅវិញថាអ្នកទាំងគ្នាគឺថាសាហាវខុសខើតែម្ដងពាក្យសម្ដីរបស់គាត់ហ្នឹងក៏បាននិយាយថាឯងនឹងធ្វើរឿងតូចតាចខ្លាចជារឿងធំហើយដូច្នេះយើងនឹងមិនចាក់ចេញពីទីនេះដល់មិនបានប្រដៅពួកអាក្មេងឯងនេះទេអញ្ចឹងពួកឯងនឹងឆាប់ចេញក្រៅមកយើងនឹងឲ្យឯងស្គាល់ពាក្យថាស្អីជារំលាយអស់ច្រឡំយើងនឹងឲ្យឯងស្គាល់ពាក្យថាស្អីជារបស់ពិតពេលនោះសាប់តែកញ្ញាម្នាក់នោះបាននិយាយថាអើយមិនចាំបាច់ធ្វើដល់ស្នាក់ហ្នឹងទេគ្រាន់តែលុយប៉ុណ្ណឹងសោះខ្ញុំអាចចេញក៏បានពេលនោះទូប្រុសរបស់យើងក៏បានលូកមាត់ថាអេកុំធ្វើអញ្ចឹងអីខ្ញុំមានវិធីដោះស្រាយជាមួយនឹងពួកអាក្មេងនេះហើយបន្តមកទៀតណាអាប៉ែខេងកនរបស់យើងក៏បានប្រាប់ពួកវាទៅថាគ្រួសាររបស់យើងគឺជាអ្នកមាននេះឯងមើលលុយយើងទៅនេះលុយរបស់យើងនេះអញ្ចឹងពួកឯងចាប់ចេញមកខាងក្រៅមកដើម្បីដោះស្រាយគ្នាអ្នកទាំងអស់គ្នាមើល reaction ពួកអាហ្នឹងនៅពេលដែលវាឃើញលុយអញ្ចឹងខ្ញុំនឹងនិយាយថាមិនទេខ្ញុំដឹងនិយាយថាមិនហ្មងព្រោះវាដូចខ្ញុំពេកហ្មងហើយណាមួយគាត់និយាយអញ្ចឹងទៅដើម្បីឲ្យពួកអាហ្នឹងវាសម្រុះសម្រួលដើម្បីចេញមកខាងក្រៅអញ្ចឹងទៅបើមិនធ្វើអញ្ចឹងទេពួកអាហ្នឹងវានៅអុកឡុកនៅពេញហាងហ្នឹងតែម្ដងបន្ទាប់ទៀតមកពួកគេទាំងអស់គ្នាក៏បានចេញមកខាងក្រៅបន្ទាប់មកទៀតពួកវាក៏បាននិយាយទៅកាន់ទូប្រុសរបស់យើងថាអេឯងថាចេញមកខាងក្រៅហ្នឹងផ្ដល់លុយឲ្យយើងហើយមិនក៏មិនឲ្យមកតើឯងនឹងតែក្រុមរបស់យើងគឺជានរណាគេទេក្រុមរបស់យើងគឺជាក្រុមប្រដាល់សាលាទីក្រុងសេអ៊ូលនេះតែម្ដងពេលនោះទូប្រុសរបស់យើងគឺថាគាត់ស៊ីនឲ្យអត់ reply ទេគាត់បានគិតក្នុងចិត្តថាតើខ្ញុំគួរតែប្រដៅពួកអាក្មេងនេះដូចមកដេចទៅហើយអ្នកទាំងអស់នេះអាចមើលការសម័យរបស់គាត់បានគឺថាវាយវងគឺថាវាយបង្កប់ចោលយកតែម្ដងនៅពេលដែលគាត់បងតែគិតនឹងអាមួយសក់ដែលមានរាងក្រហមដែរនោះក៏បានចូលមកតែម្ដងហើយបាននិយាយថាឥឡូវនេះយើងអស់ការអត់ធ្មត់ហើយវើយបន្ទាប់ទៀតមកវាក៏បានយកដៃស្ដាំរបស់វានឹងមាត់ទូប្រុសរបស់យើងមួយដៃក៏ប៉ុន្តែគាត់បានឈរឲ្យវាយទៅក៏បានងាកចេញទៅបន្ទាប់មកទៀតនឹងវាក៏បានយកដៃឆ្វេងរបស់វាមាត់ទូប្រុសរបស់យើងមួយដៃទៀតក៏ប៉ុន្តែត្រូវបានអាប៉ែខេរ៉ូរបស់យើងមាត់វាមួយដៃចុងការកើមកប៉លមុខដូចឈឺតែម្ដងគឺថាតែមួយដៃទៀតគ្នា hand shot បាត់ពេលនោះគ្នារបស់វាគឺថាមានការភ្ញាក់បានយ៉ាងខ្លាំងតែគ្រាន់តែអាប៉ែនេះគឺថាមាត់តែមួយដៃសន្លប់បាត់តែម្ដងបន្ទាប់មកទៀតណាអាមេក្រុមរបស់វាក៏បាននិយាយថាតើឯងនឹងដឹងពីអាវូយ៉ុងទេពេលនោះទូប្រុសរបស់យើងបាននិយាយថាហើយពាក់ព័ន្ធអីជាមួយនឹងអាវូយ៉ុងហ្នឹងវាបាននិយាយថាពួកយើងធ្លាប់ជាសមាជិកក្រុមតែមួយកាលពីមុនតើឯងនឹងមិនទាន់បានចូលក្រុមជាមួយនឹងវូយ៉ុងទេឬយើងតែងតែបង់ប្រាក់5លានវ៉ុនជារៀងរាល់ខែដើម្បីចូលហាត់នៅទីនោះហើយលើនេះឯងត្រៀមតែស៊ីកំដាប់ដៃរបស់យើងឲ្យទៅអាក្មេងតូចបន្ទាប់ទៀតមកវាក៏បានប្រោលលប៊ុនរបស់វាហប់មាត់ទូប្រុសរបស់យើងមួយដៃតែម្ដងក៏ប៉ុន្តែអាប៉ែខេងក៏របស់យើងគឺថាកិច្ចបានរហូតតែម្ដងគឺថាវាវាយអត់ចូលចាក់អត់ចូលហ្មងទោះវាចង់ប្រើក្បាច់អីក៏ចាក់អត់ចូលដែរអ្នកទាំងគ្នាពេលនោះវាក៏ចង់ប្រើកំដាប់ដៃរបស់វាសោយគាត់ពីលើតែម្ដងក៏ប៉ុន្តែត្រូវបានអាប៉ែខេងក៏របស់យើងយកជើងមក counter តន់គឺថាយកជើងមក counter ជាមួយកំដាប់ដៃរបស់វាតែម្ដង
ស្អីរឿងរបស់យើងនេះចាប់ដើមតបការពីមុនមកនៅពេលដែលទូប្រុសរបស់យើងក៏បានយកជើងរបស់គាត់ counter ជាមួយនឹងកំដាប់ដៃរបស់វាក៏ប៉ុន្តែស្រាប់តែពេលនោះក៏មានប៉ូលីសដើរមកពេលនោះពួកវាក៏បានឃើញអញ្ចឹងក៏បាននាំគ្នាដាក់មេប្រុសរត់ចោលគ្នាវាបាត់ទៅអាមួយដែលដេកលក់នឹងគ្នាពេលនោះអាប៉ែខាងក៏របស់យើងក៏បានដកទូរស័ព្ទចេញមកហើយក៏បានគប់តាមទូរស័ព្ទរបស់គាត់ចំក៏បានអាមួយដែលជាមេក្រុមនឹងហ្មងគឺថានេះស៊ីវ៉ាមកទូរស័ព្ទឲ្យដួលព្រុសតែម្ដងហើយនៅពេលដែលវាងាកក្រោយមកហ្នឹងគឺថាប៉ូលីសហ្នឹងបានមកចាប់វាតែម្ដងអ្នកនរគ្នាហើយទូប្រុសរបស់យើងហ្នឹងក៏ត្រូវចាប់ខ្លួនដែរអ្នកនរគ្នាដើម្បីសួរចម្លើយអញ្ចឹងហើយក៏គប់វាទៅដើម្បីឲ្យវាទៅបានជាមួយគ្នាអញ្ចឹងទៅស្បាយយយមើលបន្តទៀតមកស្អីរឿងរបស់យើងក៏បានកាត់មកប៉ប៉ូលីសវិញដែលប៉ែខាងក៏របស់យើងហ្នឹងជាមួយនឹងអាមួយហ្នឹងគឺថាអង្គុយទល់មុខគ្នាតែម្ដងគឺថាអង្គុយមើលមុខគ្នាសង្គ្រឹះថ្មិញដាក់គ្នាតែម្ដងអាមួយហ្នឹងខឹងចុយមកហើយអាកាឡារត់បាយហ្នឹងមកគប់ឲ្យអញដួយណាបន្តមកទៀតប៉ូលីសហ្នឹងក៏បានទៅសួរគ្នាបើទូប្រុសរបស់យើងទៅ3នាក់ហ្នឹងពេលហ្នឹង3នាក់ហ្នឹងក៏បាននិយាយថាខ្ញុំបានប្រាប់លោកហើយថាពួកយើងពិតជាមិនបានប្រយុទ្ធគ្នាទេបរិសដែលមានអាវពណ៌ខៀវស្រាលនោះបានមករករឿងយើងនៅហាងអាហារមួយហើយក៏បានចម្រិតទារប្រាក់របស់យើងបន្តមកទៀតលោកប៉ូលីសហ្នឹងក៏បានទៅសួរអាមួយហ្នឹងទៅថាតើឯងនឹងទេការចម្រិតទារប្រាក់របស់គេមានទោសធ្ងន់ធ្ងរណាស់ណាអ្នកនរនេះកន្លែងហ្នឹងវាបាននិយាយថាពួកយើងហ្នឹងបានទៅសាលាខេមដូចគ្នាដូច្នេះខ្ញុំគ្រាន់តែឲ្យគេចេញលុយឲ្យថ្លៃអាហារប៉ុណ្ណោះតែអ្នកគិតទេថាវាងាយស្រួលជាងការខ្ចីលុយអ្នកនរនេះកន្លែងហ្នឹងខ្ញុំអត់យល់វានិយាយដែរខ្ញុំអត់ដឹងថាវានិយាយវាអីទេវាថាវាទៅសាលាដូចគ្នាបន្តមកទៀតលោកប៉ូលីសហ្នឹងក៏បាននិយាយថាស្អីគេហេតុអ្វីជាពួកអ្នកវាគ្នាអញ្ចឹងបើអ្នកទាំងអស់នេះមិនបញ្យល់ឲ្យយើងឲ្យច្បាស់ទេដូច្នេះនឹងទៅកាន់ប៉ុននគរបាលហើយសរសេរព័ត៌មានឡើងវិញហើយបន្តទៀតមកពួកគេទាំង3ហ្នឹងក៏បាននិយាយថាពួកយើងគឺជាជនរងគ្រោះហើយនៅពេលដែលមួយហ្នឹងវាលឺអញ្ចឹងវាបាននិយាយថាស្អីគេហើយដោយបានជាអ្នកហៅខ្លួនឯងថាគឺជាជនរងគ្រោះអញ្ចឹងទាំងដែលគ្នារបស់យើងត្រូវបានគ្នារបស់ឯងវាយម្ដេចឲ្យសន្លប់ផងមិននិយាយពេលនោះពួកគេក៏បានឆ្លោះគ្នាវិញថាហើយចោះអ្នកបានព្រួតគ្នាវាយមនុស្សតែម្នាក់ផងមិននិយាយដែរទៅគឺថាតវ៉ាគ្នាពេញនឹងតែម្ដងបន្តទៀតលោកប៉ូលីសនឹងក៏បានស្ទះបដៃម៉ាំងហើយបាននិយាយថាតែអ្នកទាំងអស់គ្នាចង់សរសេរព័ត៌មានសេចក្តីថ្លែងការណ៍ឡើងវិញមែនទេហើយមកពួកគេនឹងក៏បានស្ងាត់មកទៅពេលនោះអាប៉ែខាងកូនយើងក៏បានគិតក្នុងចិត្តថាអើយហាក់ដូចជារឿងនេះកំពុងតែស្មុគស្មាញឡើងហើយវើយបន្តមកទៀតមកក៏មានបរិសម្នាក់បានដើរមកនិយាយជាមួយលោកប៉ូលីសថាខ្ញុំឮថាមានសិស្សរបស់យើងមួយនាក់នៅទីនេះហើយសិស្សរបស់គាត់នឹងគឺជាអាមួយដែលរករឿងគេនឹងហើយនៅពេលដែលវាឃើញលោកគ្រូរបស់វាចឹងគឺថាវាភ្ញាក់ផ្អើលឬវាភ័យតែម្ដងពេលនោះលោកគ្រូនឹងក៏បានមើលមុខវាទៅណែទៅវិញដឹងត្រូវឯងបន្តមកទៀតលោកគ្រូនឹងក៏បាននិយាយកម្មប៉ូលីសថាខ្ញុំសុំទោសខ្ញុំគឺជាគ្រូរបស់ក្មេងម្នាក់នោះតើសិស្សរបស់ខ្ញុំបានធ្វើអ្វីធ្ងន់ធ្ងរទេពេលនោះប៉ូលីសនឹងក៏បាននិយាយប្រាប់ទៅវិញថាมันមានអ្វីធ្ងន់ធ្ងរពេកទេយើងបានទទួលការហៅពីអ្នករស់នៅជុំវិញនោះដូច្នេះពួកយើងនឹងក៏បានទៅអន្តរាគមន៍លោកគ្រូនឹងក៏បានបន្តនិយាយទៀតថាអូបើអញ្ចឹងខ្ញុំសុំទោសផងខ្ញុំនឹងព្យាយាមបញ្យល់ប្រាប់សិស្សខ្ញុំឲ្យកាន់តែច្បាស់លោកប៉ូលីសនឹងក៏បានឆ្លើយតបថាបាទមិនអីទេខ្ញុំក៏ជាអ្នកគ្រប់គ្រងរបស់អ្នកពីមុនមកដែរលោក Mr. Su Seon Su បន្តមកទៀតលោកប៉ូលីសនឹងក៏បានទៅញឹងលើកជាតិរបស់វាតែម្ដងហើយបាននិយាយថាអូយអាកូនសិស្សចង្រៃយយឯងចិត្តមានការប្រកួតជាលើកដំបូងហើយហេតុអ្វីក៏ឯងទៅឆ្លោះគ្នាជាមួយអាប្រជាជនធម្មតាអញ្ចឹងគឺថាពីរអ្នកគេនឹងមើលមុខគ្នាតែម្ដងអ្នកតគ្នាដឹងថាមានគំនុំតាមពេលណាមកទេបន្តមកទៀតលោកគ្រូរបស់វានឹងក៏បាននាំមួយចេញទៅបន្តមកទៀតលោកប៉ូលីសនឹងក៏បាននិយាយទៅកាន់អ្នកដែលនៅសល់ថាឥឡូវនេះពួកឯងបានទៅផ្ទះបានហើយបើសិនបើអាណាព្យាបាលមកដល់ឬក៏ពុកម្ដាយមកយកអញ្ចឹងណាបន្តទៀតមកក៏មានឡានខំបប៉ាទូប្រុសរបស់យើងក៏បានមកយកអាប៉ែខេងក៏មកយើងទៅតែរឿងរបស់យើងក៏បានកាត់មកកន្លែងនេះវិញអាប៉ែខេងក៏មកយើងកំពុងតែត្រូវម៉ាក់ប៉ារបស់គេសួរចម្លើយម្ដងទៀតហើយពេលនោះប៉ារបស់ទូប្រុសរបស់យើងក៏បាននិយាយថាគេបាននិយាយថាឯងនឹងកំពុងតែធ្វើបាបមិត្តខ្លួនឯងលុះបីជាយ៉ាងណាក៏ដោយនេះគឺជារឿងដែលឯងមិនគួរតែធ្វើអ្នកគួរតែដោះស្រាយវាមុនពេលដែលវាឈានដល់នគរបាលកូរ៉េខាងត្បូងគឺជាព័ត៌មានសង្គមតែឯងមិនដឹងទេថាអ្វីៗដែលឯងបានធ្វើត្រូវបានគេកត់ត្រាអ្នកនរនេះឥឡូវណាប៉ែខាងក៏មកយើងអត់មានពាក្យអីក្រៅពីថាសុំទោសទេបន្ទាប់ទៀតមកម៉ាក់របស់គេក៏បានមកនិយាយថាកុំធ្វើទឹកមុខបែបនេះអីកូនរឿងទាំងអស់ត្រូវបានដោះស្រាយរួចរាល់ហើយប៉ែខាងក៏មកយើងក៏បានឆ្លើយតបថាកូរ៉េខាងត្បូងពិតជារញ៉េរញ៉ៃពិតមែនបន្ទាប់ទៀតមកប៉ារបស់គេនឹងក៏បាននិយាយថាឥឡូវនេះឯងដឹងហើយតើឯងនឹងធ្វើរឿងនេះម្ដងទៀតទេទូប្រុសរបស់យើងក៏បាននិយាយថាទេខ្ញុំមិនធ្វើរឿងនេះឲ្យកាត់ឡើងម្ដងទៀតទេឥឡូវនេះដែរបន្តមកទៀតនឹងប៉ែខាងក៏មកយើងទៅបានទៅអង្គុយ search ព័ត៌មាន website វទៅបន្តមកទៀតមកសាច់រឿងរបស់យើងក៏បានកាត់មកពេលព្រឹកវិញប៉ែខាងក៏របស់យើងក៏បានជិះឡានក្រុងមកដល់សាលារៀនតែម្ដងមុនពេលដែលគាត់មកនោះក៏បាននិយាយប្រាប់ប៉ាម៉ាក់របស់គាត់ថាឥឡូវនេះគាត់ជិះឡានក្រុងឡានអីហើយអញ្ចឹងមិនមកចាំមកយមអីគាត់ទៀតទេគាត់ធ្វើដំណើរដល់ខ្លួនឯងបានហើយនៅពេលដែលគាត់បានមកដល់សាលាគាត់ក៏បានឃើញអាមួយសក់ខ្មៅកំពុងតែនិយាយគ្នាជាមួយនឹងអាសិស្សសាលាដែលមានអាវពណ៌ខៀវតិចនេះអ្នកទាំងគ្នាប្រហែលជាអាសាលានៅចិត្តគ្នានឹងមកទៅបន្ទាប់មកគាត់ឃើញអញ្ចឹងគាត់ក៏បានដើរទៅហើយនៅពេលដែលអាមួយនឹងវាឃើញអញ្ចឹងវាក៏បានរត់ទៅបាត់ទៅថាបន្តទៀតមកទូប្រុសរបស់យើងក៏បានសួរអាមួយវូយ៉ងថាអេតើពួកឯងនឹងស្គាល់ពួកវាមែនទេអាមួយវូយ៉ងវាបាននិយាយថាអើយមិនជារឿងរបស់ឯងទេកុំចេះដឹងបន្ទាប់មកវាក៏បានដើរចូលសាលាបាត់ទៅហើយបន្តទៀតមកផងដែរមិត្តភក្តិរបស់គេ3នាក់កាលពីម្សិលមិញក៏បានដើរមកផងដែរហើយបន្តទៀតមកក៏មានឡានពណ៌លឿងជិះមកអ្នកទាំងនេះប្រហែលជាបានដឹងអានឹងឡានអាមួយសក់ហមនឹងហើយវាក៏បានមកសាលាពេទ្យជាមួយគ្នាផងដែរបន្តទៀតមកពេទ្យដូយន្តរបស់យើងក៏បានដល់ចូលថ្នាក់ទៅហើយគាត់នឹងក៏និយាយលេងជាមួយមិត្តរបស់គាត់3នាក់កាលពីម្សិលមិញទៅពេលនោះអាមួយសក់ហមវាក៏បានឃើញដែរហើយឥឡូវនេះបន្តទៀតមកអាមួយសក់ហមមួយទូប្រុសរបស់យើងក៏បានមកអង្គុយទៅពេលនោះអាជីនសងដែលជាអាមួយសក់ហមវាបាននិយាយថាហេហេតុអ្វីបានជាឯងទៅលេងជាមួយនឹងអាពួកសោយអញ្ចឹងពេលនោះប៉ែខេងក៏យើងមានការឆ្ងល់ជាខ្លាំងហើយបានសួរថាអញ្ចឹងតើពួកវាមិនមែនជាមិត្តរួមថ្នាក់របស់យើងទេឬអាសក់ហមវាបានឆ្លើយតបថាស្អីគេឯងចង់និយាយពីស្អីហ្នឹងមិត្តរួមថ្នាក់តតែមានកម្រិតវណ្ណៈដូចគ្នាទៅអាចខ្លាចជាមិត្តភក្តិបានវើយឯងនឹងកុំទៅលេងជាមួយនឹងពួកវាទៀតនាំឲ្យស្លាក់ credit របស់ឯងទេវើយយើង
ធន់ណាស់ព្រោះតែឯងយល់ទេអ្នកទាំងគ្នាមួយសក់ហមគឺថាវារើសអើងគេតែម្ដងហើយលើនេះបន្តិចទៀតមកផងដែរក៏មានសារមួយបានផ្ញើមកពួកគេទាំងពីរនាក់ឲ្យសារនោះដែរគឺជាសាររបស់កញ្ញាលេរ៉ារបស់យើងនឹងហើយនាងបានផ្ញើទីតាំង birthday របស់នាងពេលនោះកញ្ញាលេរ៉ារបស់យើងក៏បានងាកមកពេលនោះអាប៉ែកខាងក៏មានគេបែបវិញថាអៀនតែម្ដងអ្នកទាំងគ្នាតែងាកមើលអាសក់ហមវិញគេថាវាខឹង JM តែម្ដងដឹងថាវាសក់ចំណែនក៏មិនទេនេះសាច់រឿងរបស់យើងក៏បានកាត់មកកន្លែងនេះវិញដែលជាម៉ោងសម្រាប់ញ៉ាំបាយគឺថាទូប្រុសរបស់យើងញ័រតែម្ដងដឹងថាអត់បាយតាំងពេលណាមកទេពេលនោះស្រាប់តែមិត្តភក្តិរបស់គេទាំង3នាក់ហ្នឹងក៏ឃើញអញ្ចឹងក៏បំរុងមកញ៉ាំបាយជាមួយដែរពេលនោះអាសក់ហមក៏នៅទីនោះដែរក៏ប៉ុន្តែស្រាប់តែអាសក់ហមវាបាននិយាយថាចេញទៅវើយពួកគេទាំង3នាក់ហ្នឹងក៏មិនហ៊ានក៏ព្រមដាក់ចេញទៅបន្តមកទៀតមកមួយសក់ហមវាបានយកបាយរបស់វាទៅញ៉ាំបាយជាមួយទូប្រុសរបស់យើងហើយវាក៏បាននិយាយជាមួយទូប្រុសរបស់យើងដែរថាឯងកុំឲ្យពួកគេឃើញចន្លោះឲ្យសោះដូច្នេះពួកគេនឹងតោងឯងជាមិនខានពួកអាអ្នកដែលក្រក្រៃគ្មានអ្វីសោះគឺជាសត្វដែលសាហាវជាងគេបំផុតហើយអ្នកទាំងនេះកាត់ន័យយល់ខ្លួនឯងទៅញ៉ៃហ្នឹងខ្ញុំអត់ចង់និយាយច្រើនទេបន្តទៀតមកស្រាប់តែកញ្ញាលេរ៉ារបស់យើងក៏បានមកនិយាយថាហេកុំភ្លេចទៅថ្ងៃគូបណារបស់ខ្ញុំផងណាខ្ញុំបានសែនទីតាំងឲ្យហើយមិនអីទេខ្ញុំដឹងតែទៅហើយបន្តមកទៀតនាងក៏បានដើរចេញទៅនៅសមិត្តភក្តិរបស់នាងមិត្តភក្តិរបស់នាងបាននិយាយថាអូយគាត់អ្នកសំណាងល្អណាស់លេរ៉ាច្បាស់ជាចាប់អារម្មណ៍លើអ្នកហើយពេលនោះស្រាប់តែអសក់ហមវាបានលឺដូច្នេះវាបានគូទុកពងតែម្ដងអ្នកតគ្នាបន្តទៀតមកវាបានងើបចេញទៅហើយបាននិយាយថាយើងស៊ុបស៊ីហើយវើយអ្នកតគ្នាអាមួយហ្នឹងឲ្យតែវាឃើញកញ្ញាលេរ៉ារបស់យើងមកសើស្នាជាមួយទូប្រុសដឹងតែវាខឹងហ្មងអាមួយហ្នឹងហើយจะលួចឆ្លាញ់គេតែម្នាក់ឯងហ្នឹងមិនទៅដូចអ្នកមើលអញ្ចឹងណា Sorry. ឥឡូវដល់សាច់រឿងរបស់យើងក៏បានកាត់មកការចេញទៅផ្ទះវិញតែម្ដងពេលនោះអាប៉ែខាងកូនរបស់យើងក៏បានហៅមិត្តភក្តិរបស់គេទាំង3នាក់នៅខាងក្រោយថាតើឥឡូវនេះពួកយើងទៅជាមួយគ្នាក៏ប៉ុន្តែមួយសុកខំវាក៏បានដើរមកហើយបាននិយាយថាអេឡានជាមួយនឹងយើងទៅយើងនាំឯងទៅវិញអាប៉ែខាងកូនរបស់យើងបាននិយាយថាមិនមកទេយើងជិះឡានក្រុងបានហើយពេលនោះវាក៏បានងាកមកហើយបាននិយាយថាយើងបាននិយាយឲ្យវើចូលឡានរបស់យើងទៅពេលនោះអាប៉ែខាងកូនរបស់យើងក៏មកខំទឹកចូលឡានរបស់វាទៅនៅតាមផ្លូវជិះឡានណាមួយសុកខំវាបាននិយាយថាយើងបានប្រាប់ឯងហើយណាថាកុំឲ្យទៅតាក់តងជាមួយនឹងពួកវាអីពេលនោះទូប្រុសរបស់យើងបានគិតក្នុងចិត្តថាជុំហេតុអ្វីបានជាអាមួយនេះវាមើលងាយគេម៉េះបន្តទៀតមកវាក៏បាននិយាយថារឿងមួយទៀតឯងមិនចាំបាច់ទៅខុសកំណត់របស់លេរ៉ាទេទូប្រុសរបស់យើងមកធ្វើមុខឆ្ងល់ហើយបានសួរថាហេតុអ្វីអាសក់ហមវាបានឆ្លើយតបថាមិនចាំបាច់មកទេវាធ្វើឲ្យយើងធន់ជាមួយនឹងឯងណាតែឯងមិនទាន់ដឹងទេឬថាគ្រួសាររបស់លេរ៉ាជាមួយនឹងគ្រួសាររបស់យើងមានតំណែងតំណងជាមួយនឹងគ្នាពេលនោះទូប្រុសរបស់យើងក៏បានគិតក្នុងចិត្តថាមានតំណែងតំណងមានន័យថាមិនទៅអញ្ចឹងវាជាកូដមែនទេបន្តទៀតមកអាសក់ហមវានៅតែបន្តនិយាយទៀតថាមេស្រីដែលខ្លាចជារបស់យើងនៅថ្ងៃណាមួយប៉ុន្តែទៅបង្ហាញចំណាប់អារម្មណ៍លើអ្នកដទៃវាធ្វើឲ្យយើងឈឺចាប់ណាស់វើយតែឯងដឹងទេហើយបន្តពីនិយាយហើយទូប្រុសរបស់យើងមិនបានមកជាមួយនឹងវាវិញទេអាមួយសុកហមវាបានសួរថាតែឯងខឹងនឹងយើងមែនទូប្រុសរបស់យើងក៏បាននិយាយថាតើនេះមែនទេជាមូលហេតុដែលឯងធ្វើខ្លួនបែបនេះទៅកង់ឡានឆាប់ជប់ទៅយើងចោះចេញហើយអាមួយសុកហមវាបាននិយាយថាតែប៉ាត់មែនទេវើយឯងកំពុងធ្វើអ្វីនឹងក៏ប៉ុន្តែក៏មិនបាននិយាយអ្វីឆ្លើយតបវិញទេក៏បានចោះចេញពីឡានទៅបន្តមកទៀតក៏បានងាកទៅខាងក្រោយហើយនិយាយទៅកាន់វាថាមិត្តភក្តិប៉ាត់គេមិនធ្វើរឿងនេះដាក់គ្នាទៅវិញទៅមកទេវើយរួចមកបន្តមកទៀតហ្នឹងក៏បានដើរចេញទៅពេលនោះអាមួយសុកហមវាបាននិយាយជាមួយអង្គរៈរបស់វាថាឆាប់ដោះស្រាយរឿងនេះជាមួយនឹងវាទៅវើយអង្គរៈរបស់វាបាននិយាយថាវត្តមានរឿងអ្វីវាបានឆ្លើយតបថាតើឯងឮទេយើងមិនជាឯងទៅវាយវាភ្លាមទៅឥឡូវនេះវើយក៏ប៉ុន្តែអង្គរៈរបស់វាបានឆ្លើយតបថាវាមិនមែនជាការងាររបស់ខ្ញុំទេពេលនោះអាសក់ហមបានឆ្លើយទៅក្នុងហើយបាននិយាយថាតែឯងចង់ឲ្យយើងមកឈប់ការងារឯងមែនទេពេលនោះវាបានឆ្លើយថាពីព្រោះអីប៉ារបស់អ្នកបានជួលខ្ញុំមិនមែនជាអ្នកទេតតែមានការអនុញ្ញាតពីលោកម្ចាស់ធំទើបខ្ញុំធ្វើរឿងនេះបន្តមកទៀតអានឹងខំចុយមកហើយវាក៏បានទេទៅប៉ាវាទៅបន្តមកទៀតវាក៏បានប្រាប់ប៉ាវាថាប៉ាអង្គរៈដែលប៉ាជួលមកមិនស្ដាប់បញ្ជាតាមខ្ញុំទេបន្តមកវាក៏បានហត់ទូរស័ព្ទនឹងឲ្យអាមួយនឹងទៅប៉ុន្តែឥឡូវហ្នឹងដឹងនិយាយថាមិនទេវាក៏បានឆ្លើយថាយេខ្ញុំនឹងធ្វើវាបន្តមកទៀតមកអង្គរៈរបស់វានឹងក៏បានដើរនិយាយជាមួយទូប្រុសរបស់យើងទៅថាក្មេងប្រុសឆាប់ត្រឡប់ទៅវិញទៅហើយទៅសុំទោសគាត់វិញទៅខ្ញុំមិនចង់ឲ្យគេហៅថាខ្ញុំជាមនុស្សចាស់វាយកូនក្មេងទេអាប៉ែខាងក៏យើងបាននិយាយថាអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកដែរមែនទេក៏ប៉ុន្តែហេតុអ្វីខ្ញុំត្រូវសុំទោសខណៈពេលដែលខ្ញុំមិនបានធ្វើអ្វីខុសផងពេលនោះអង្គរៈនោះក៏បានឆ្លើយថានេះគឺជាមិនមែនរឿងខុសឬត្រូវទេក៏ប៉ុន្តែវាជារឿងនៃអំណាចទូប្រុសរបស់យើងក៏បានឆ្លើយវិញថាបើវាជាការពិតមែនខ្ញុំកាន់តែមិនចាំបាច់សុំទោសទេព្រោះខ្ញុំបានធ្វើអ្វីខុសនោះទេពេលនោះធ្វើឲ្យមួយអង្គរៈវាឆ្ងល់ងងតែម្ដងបន្តមកទៀតមកទូប្រុសរបស់យើងក៏បាននិយាយថានៅទីនេះមានមនុស្សច្រើនណាស់ហើយក៏មានកាមេរ៉ាសុវត្ថិភាពទៀតផងក៏ប៉ុន្តែខ្ញុំស្គាល់កន្លែងមួយដែលយើងអាចនិយាយគ្នាបានឬក៏បញ្ចប់រឿងនេះតែម្ដងឥឡូវនេះលោកឆាប់តាមខ្ញុំមកពេលនោះទូប្រុសរបស់យើងក៏គាត់បានដើរទៅក៏ប៉ុន្តែអាមួយអង្គរៈហ្នឹងគឺវាដើរតាមគាត់ទេវាដើរថយក្រោយទៅឡានវាវិញទៅហើយដល់ពេលអង្គរៈហ្នឹងចូលឡានវិញណាមួយសក់ហមថាវាឆ្ងល់ជាខ្លាំងហើយបានសួរថាឯងធ្វើអ្វីយើងបញ្ជាឯងដោះស្រាយគ្នាជាមួយនឹងវាពេលនោះអង្គរៈរបស់វាបានឆ្លើយវិញថាមានមនុស្សជាច្រើនកំពុងមើលហើយក៏មានកាមេរ៉ាសុវត្ថិភាពផងដែរអាមួយសក់ហមគឺវាមិនសុខចិត្តទេអ្នកទាំងគ្នាវាបានស្ទះស្មាហើយបាននិយាយថាតែនិយាយអ្វីនឹងយើងមិនសុខចិត្តទេវើយអញ្ចឹងនាំវាទៅកន្លែងផ្សេងហើយឯងចាប់វាយវាភ្លាមទៅពេលនោះអង្គរៈរបស់វាបានឆ្លើយវិញថាខ្ញុំមិនអាចចាក់ចេញពីកន្លែងដែលខ្ញុំត្រូវការពីមនុស្សបានទេគឺមានន័យថាវាអាចចាក់ចេញឆ្ងាយបានទេក្រៅពីនៅចិត្តអាសក់ហមនឹងអាសក់ហមវានៅតែមិនសុខចិត្តដដែលវាបាននិយាយថាតើនេះមែនទេជាហេតុផលដែលនិយាយប្រាប់យើងមិនខ្វល់ទេចាប់ចេញទៅវាយវាភ្លាមទៅវើយបន្តមកទៀតមកអង្គរៈរបស់វាក៏បាននិយាយម្ដងទៀតថាការបោះឆ្នោតរបស់ឪពុករបស់អ្នកនឹងមកដល់នៅពេលឆាប់នេះគាត់បានបញ្ជាឲ្យខ្ញុំថារឿងខ្លះដែលឥតប្រយោជន៍មិនចាំបាច់ទៅទេឬក៏ចូលរួមជា
ជាមួយនឹងវាទេបើមិនអញ្ចឹងទេនៅពេលដែលជួបគាត់ខ្ញុំនឹងនិយាយរឿងនេះប្រាប់ទៅគាត់ហើយអូអ្នកទាំងអស់នេះអង្គរៈរបស់វានឹងយកតាបោអាសក់ហមយកមកគំរាមអាសក់ហមវិញតែម្ដងហើយនៅពេលដែលអាសក់ហមវាលឺបែបនេះវាក៏មកហ៊ានជាមួយនឹងតារបស់វានឹងដែរពេលនោះវាក៏បានងាកទៅមើលទូប្រុសរបស់យើងតែបែកខាងក៏មកយើងមិនបាននៅមើលវាទេវាបានដើរចេញទៅនៅពេលនោះអាសក់ហមវាក៏បានខំមកសង្កត់ចិត្តតែម្ដងវាខឹង JM ហើយវីដេអូនេះចាប់ផ្ដើមឡើងនៅពេលដែលទូប្រុសគាត់កំពុងតែរៀបចូលក្នុងផាតមិនរបស់គាត់ពេលនោះគាត់បានឃើញអាមួយតែតោះនេះអាមួយនឹងគេចូលបានប្រាប់ឈ្មោះទេឥឡូវខ្ញុំសុំដាក់ឈ្មោះវាអាមេក្រុមចុះពេលនោះអាមេក្រុមវាបាននិយាយថាជុំអាស្គូតនេះរស់នៅទីនេះមែនទេយើងមិនទាន់បញ្ចប់ការពិភាក្សាគ្នាទេឯមើលនេះតើវាជានរណាទេពេលនោះវាបានចូលទូរស័ព្ទរបស់វាមកបង្ហាញទៅអាប៉ែកខេនគាត់របស់យើងគឺនៅក្នុងហ្នឹងគឺមានរូបអាមួយប៉ែកវ៉ែនតានឹងដែលវាចាប់ចម្រិតខ្លួនពេលនោះវាបាននិយាយថាបើឯងចង់សង្គ្រោះវាមែនទៅជាមួយយើងមកបន្តមកទីមកស្អីរឿងបើយើងក៏បានកាត់មកកន្លែងនេះវិញប្រហែលជាខ្លាំងអីវ៉ាន់នៅក្នុងនោះដែរគឺមានអាប៉ែកវ៉ែនតាហើយនៅជាមួយនឹងគ្នារបស់អាមេក្រុមនឹងបន្តមកទៀតមកអាមេក្រុមនឹងវាក៏បានមកប៉ែកខេនគាត់របស់យើងមកដល់ទីនេះហើយនៅពេលនោះអាមួយមេក្រុមវាក៏បានងាកទៅខាងក្រៅហើយបាននិយាយទៅការប៉ែកខេនគាត់ថាយើងព្រួយបារម្ភថាឯងនឹងមិនមកតាមយើងឯតាឥឡូវនេះឯងនឹងមានការងារធ្វើជាមួយនឹងពួកយើងហើយបន្តមកទៀតនឹងវាក៏បានឲ្យកូនចៅរបស់វាដោះលែងអាមួយប៉ែកវ៉ែនតានឹងទៅហើយវានឹងក៏បាននិយាយពីក្រោយទៀតថាមិនថាមានរឿងអ្វីកើតឡើងទេវើយប្រសិនបើឯងហ៊ានរាយការណ៍ទៅកាន់ប៉ូលីសមេនស្រីដែលជិតស្និទ្ធជាមួយនឹងឯងនឹងមានគ្រោះថ្នាក់ដែរវើយបន្ទាប់ទៀតមកអាមួយប៉ែកវ៉ែនតានោះក៏បាននិយាយថាខ្ញុំសុំទោសគ្រាន់តែធ្វើឲ្យមានរឿងនេះកើតឡើងពេលនោះប៉ែកខេនក៏មកយើងក៏បានចាប់ស្មារតីហើយនិយាយថាចាំទៅវិញជាមួយនឹងគ្នាវើយបន្ទាប់ទៀតមកប៉ែកខេនក៏មកយើងក៏បានយាជើងថយក្រោយហើយក៏បានស្ទុះវូទៅរកអាមួយមេក្រុមនឹងតែម្ដងគឺថាហក់តាមបានម្ដាយតែម្ដងអ្នកតគ្នាពេលនោះវាឃើញអញ្ចឹងវាក៏បានចុះដៃមករងក៏ប៉ុន្តែពេលនោះក៏បាន reflect នោះមាត់វាចំមាត់ឯកដាពោះវិញទៅគឺថាមាត់ម្ដាយឡងប៉ោងទៅបុកថយក្រោយតែម្ដងទៅសាហាវខូខើតែម្ដងគឺថាឡើងខ្ទប់ជញ្ជាំងតែម្ដងបន្ទាប់ទៀតមកកូនចៅរបស់វានឹងអាប៉ែកហ្នឹងក៏វាក៏បានសោយម្នាក់ម្ដាយដេកងាប់អស់ទៅអស់ច្រឡំដេកងាប់ស្លាប់អស់ទៅនៅពេលនោះអាមួយសក់លឿងវាបានហក់ចូលមកពេលនោះអាប៉ែកហ្នឹងក៏មានអត់ផ្ទះម្ដាយស្លាប់ដែរទៅគឺថាមកតែម្នាក់ម្ដាយដែលដេកយកតែម្ដងបន្ទាប់មកទៀតមកអាមួយមេក្រុមវាក៏បានភ្ញាក់ឡើងវិញអាប៉ែកហ្នឹងក៏មានក៏បាននិយាយថាមើលទៅហាក់ដូចជាមិនគ្រប់គ្រាន់ទេបើសិនបើយើងហ៊ានចេញពីទីនេះទាំងបែបនេះតើពួកឯងនឹងមករឿងម្ដងទៀតមែនទេគាត់មានន័យថាប៉ុណ្ណឹងដូចអត់គ្រប់គ្រាន់ទេគាត់ចង់ធ្វើអ្វីដែលថែមលើពីនឹងទៀតកុំឲ្យពួកវានឹងមករឿងម្ដងទៀតអីគឺថាមួយនឹងពេលលើចឹងវាឡើងញ័រខ្លួនតាមម្ដងឥឡូវវាបានជួបរបស់ពិតហើយបន្តមកទៀតមកគាត់បានងាកទៅខាងក្រៅហើយក៏បានឃើញឈើពីរបីដុំពេលនោះអាប៉ែកក៏វិញក៏បានដោតទៅកាត់ឈើបំបាក់ចោលតែម្ដងបន្តមកទៀតក៏បានយកឈើបាក់នឹងមកបន្តមកទៀតមកក៏បានបេះអាតិចឈើនៅខាងចុងវានឹងមកមិនដឹងថាគាត់យកធ្វើស្អីទេបន្តមកទៀតណាមួយមេក្រុមហ្នឹងវាក៏បានយកមកវិញផងដែរហើយវានៅតែមិនតន់រៀងទៀតវានៅតែនិយាយថាយើងមិនឡាយទៅដល់ងាយទេវើយវាវាយឡើងត្រង់ប៉ុណ្ណឹងនឹងពាក្យសម្ដីលយទៀតបន្តមកទៀតអាប៉ែកខាងក៏វិញក៏បានចាប់ក្រួយគាត់ឲ្យវាបោកទុកដីតែម្ដងនៅពេលនោះក៏បាននិយាយថាតើឯងនឹងចូលចិត្តវាយប្រដាល់មែនទេពេលនោះក៏បានឲ្យអាមួយប៉ែកតានចេញទៅខាងក្រៅចាំគាត់សិនទៅតែតោះនេះចង់ដឹងថាគាត់យកអាកូនឈើងធ្វើអីគឺគាត់យកអាកូនឈើងចាក់ចូលក្នុងម្រាមដៃវាតែម្ដងគឺថាមួយហ្នឹងវាសេះប្រកាច់ពេញហ្នឹងតែម្ដងបន្តទៀតមកក៏បាននិយាយថាបើសិនបើឯងហ៊ានធ្វើបែបនេះដាក់មិត្តភក្តិយើងម្ដងទៀតយើងនឹងយកឈើ3សង់ទីម៉ែត្រញុកចូលម្រាមដៃឯងតែម្ដងបន្តទៀតមកក៏បានងើបចេញបន្តិចនោះទៅហើយបាននិយាយថាកុំឲ្យយើងជួបគ្នាជាមួយនឹងពួកឯងម្ដងទៀតវើយហើយនៅពេលដែលគាត់ទៅបាត់នឹងគ្នារបស់វាបាននិយាយថាចំតែគាត់ទៅបាត់ហើយមែនគ្នារបស់វាបាននិយាយថាយាយគាត់ទៅបាត់ហើយពួកនេះចេះ JM តែម្ដងធ្វើពុតជាស្លាប់អីបន្តទៀតមកផងដែរប៉ែកខាងក៏វិញក៏បានដើរចេញមកពេលនោះក៏ស្រាប់តែនិយាយថាតើខ្ញុំធ្វើបែបនេះខុសមែនទេពួកគេគ្រាន់ជាក្មេងៗពេលនោះដែរក៏ស្រាប់តែនឹកឃើញកាយគាត់នៅក្មេងតែគាត់នៅក្មេងគាត់ត្រូវបានគេចាប់មកចងអ្នកទាំងអស់នេះគឺថាចងនៅកណ្ដាល5ថ្ងៃតែម្ដងបន្តមកទៀតក៏បានងាកទៅឃើញនារីសក់ពណ៌ក្រហមម្នាក់ទៀតបន្តមកទៀតកាលមកពេលបច្ចុប្បន្នវិញប៉ែកខាងក៏វិញគាត់កវីក្បាលតែម្ដងគាត់មិនចង់គិតពីអតីតកាលទេបន្តទៀតមកគាត់បានឃើញអាមួយពេលតែវានៅឈរងើពេលនោះក៏បានសួរថាអេភ័យទៅអីណាអញដោះស្រាយរួចអត់ក៏ប៉ុន្តែវានៅតែមិនឆ្លើយទៀតពេលនោះក៏បានទៅគៀកកវាហើយបាននិយាយថាអេដូច្នេះរឿងនេះឯងត្រូវទៅជាការសម្ងាត់ណាមិនត្រូវប្រាប់នរណាគេទេវើយតែឯងស៊ីអីហើយនៅបើឯងមិនទាន់ស៊ីអីទេចោះយើងនោះមានតែញ៉ាំទុកពុកគីនៅកន្លែងម្សិលមិញបន្តទៀតមកស្អីរឿងបើយើងក៏បានកាប់មកកន្លែងនេះវិញតែម្ដងទូប្រលបើយើងក៏មកសាលារៀនដូចធម្មតាអញ្ចឹងពេលនោះមិត្តភក្តិគេទាំង3នាក់ហ្នឹងក៏បានមក hello អីគេទៅពេលនោះក៏បានឃើញអាមួយប៉ែកបន្តានឈរដែរពេលនោះក៏បាន hello ដល់វាតែវា hello ហើយងាកទៅវិញទៅគឺវាថាវាធ្វើដូចអត់ចង់និយាយជាមួយអញ្ចឹងរួចមកមកទៀតហ្នឹងក៏បានងាកទៅអាសក់ខ្មៅអ្នកតោះនេះអាមួយវូយ៉ងនេះពេលហ្នឹងក៏បាននឹកឃើញការពីម្សិលមិញដែលគាត់ទៅញ៉ាំអីជាមួយនឹងអាប៉ែកបន្តានៅពេលដែលញ៉ាំអីនោះដែរអាប៉ែកបន្តាហ្នឹងបាននិយាយប្រាប់គាត់ថាអាប៉ែកវូយ៉ងម៉ាស់ណាខ្ញុំទៅហើយពួកគេបានប្រើប្រាស់ខ្ញុំភ័យខ្លាចណាស់ពួកគេបានប្រើប្រាស់ខ្ញុំទៅទីនោះដើម្បីឲ្យអ្នកទៅជួយខ្ញុំអូឥឡូវនេះពួកយើងបានដឹងបាទសក់ខ្មៅវាជាមេខ្លោងហ្នឹងបន្តមកទៀតណាមួយសក់ហោមវាបានដើរទៅនិយាយជាមួយនឹងអាប៉ែកវូយ៉ងថាវូយ៉ងថ្ងៃនេះឯងរៀបចំកន្លែងជីមរបស់ឯងទៅវើយថ្ងៃនេះយើងមានរឿងត្រូវធ្វើខ្លះវើយបន្តមកទៀតវាធ្វើងាកទៅមើលទូប្រុសរបស់យើងដើម្បីឌឺក៏ប៉ុន្តែស្រាប់តែអាប៉ែកសក់ខ្មៅបាននិយាយថាយើងមិនធ្វើទេវើយអាសក់ហោមវាមានការឆ្ងល់ជាខ្លាំងហើយបាននិយាយថាថៃវើយពេលនោះអាប៉ែកវូយ៉ងបាននិយាយថាតែឯងមិនដឹងទេវើយថាឪពុករបស់យើងឥឡូវនេះកំពុងតែសម្រាប់ព្យាបាលនៅមន្ទីរពេទ្យដូច្នេះហើយយើងមិនចង់ធ្វើរឿងអបិយោទៀតទេវើយពេលនោះធ្វើឲ្យអាមួយសក់ហោមវាមានការអន់ចង់ជាខ្លាំងហើយវាបានដើរចេញទៅហើយបាននិយាយថា
anh khỏm bè mấy anh tắt cái ba mà cái bông tắt lại ai chứ ហើយនៅពេលដែលវាដើរវិញនៅបែកខាងក៏យើងក៏បាននិយាយដូចថាមិនឯណាការមិនរលូនតាមចិត្តឯងមែនទេពេលនោះអសហមបាននិយាយថាអើយឯងចាំសិនទៅវិញបើយើងរកកន្លែងបានឯងច្បាស់ជាងាប់ហើយក៏ប៉ុន្តែទូប្រុសបើយើងក៏មិនខ្វល់ទេពេលនោះបែកខាងក៏យើងក៏បានដើរទៅនិយាយជាមួយណាបែពូយ៉ងគាត់បាននិយាយថាហេតុអ្វីបានជាឯងនឹងធ្វើរឿងនេះដាក់មួយពាក់បន្តាអញ្ចឹងពេលនោះធ្វើអាពូយ៉ងគឺថាមានការភ័យយ៉ាងខ្លាំងដែរម្ដងគឺថាញាក់ខ្លួនទៅត្រូវតែម្ដងគឺវាមិនដឹកស្មានថាទូប្រុសរបស់យើងដឹងទេបែកខាងក៏យើងក៏បាននិយាយម្ដងទៀតថាគុំទៅប៉ះពាល់ពួកគេម្ដងទៀតវើយក៏មិនតែមិនអីទេវើយថ្ងៃនេះយើងត្រូវការកន្លែងជីមរបស់ឯងដើម្បីជំរះបញ្ជីជាមួយនឹងអាក្មេងខ្លះហើយអ្នកទាំងនេះប្រហែលជាបានដឹងហើយថាក្មេងខ្លាំងគឺជាអាណាគេ សាច់រឿងរបស់យើងនៅភាគនេះចាប់ដើមឡើងយកបានឃើញអង្គរៈរបស់អសក្រហមវាបានជូនមេរបស់វានឹងមកកន្លែងរបស់ជីមអសខ្មៅអាវូយ៉ងអញ្ចឹងហើយអ្នកដែលមើលភាគមុនគាត់ដឹងហើយហេតុអ្វីបានជាពួកគេមកកន្លែងហ្នឹងអញ្ចឹងណាហើយអង្គរៈនេះដែរកំពុងតែស្មុគស្មាញអ្នកទាំងអស់គ្នាដោយសារតែថ្ងៃហ្នឹងគាត់ត្រូវវាយគ្នាជាមួយណាប៉ែកខាងគាត់មកយើងដោយសារអសក្រហមវាបង្ខំគាត់អញ្ចឹងណាពេលណាមួយគាត់ជាអង្គរៈរបស់គេអញ្ចឹងគាត់ត្រូវធ្វើអ្វីតាមគេបញ្ជាពេលនោះគាត់បានគិតក្នុងចិត្តថាអើយតើខ្ញុំត្រូវតែមកវាយក្មេងមែនទេវ៉ៃពេលនោះគាត់បានគិតអំពីអាប៉ែកខាងគាត់មកយើងបានវាយមួយសក់ខ្មៅកាលពីថ្ងៃមុនគាត់បានគិតថាមើលទៅអាក្មេងនោះមិនមែននៅកម្រិតក្មេងទៀតទេហើយថ្ងៃមុនវាថែមទាំងនិយាយដាក់ខ្ញុំថាអញ្ចឹងគ្មានអ្វីត្រូវសុំទោសទៀតទេវើយមិនថាយ៉ាងណាក៏ដោយក៏ខ្ញុំមិនអាចចាញ់ក្មេងបានដែរហើយនៅពេលកំពុងដើរនោះវាក៏បានឃើញជើងរបស់នរណាគេម្នាក់គឺថាគាត់ឃើញហើយវាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដងហើយយើងក៏អត់ទាន់ដឹងដែរថាគាត់គឺជានរណាគេដោយសារតែផ្សេងរឿងរបស់គេចេញមកអត់ប្រាប់ឈ្មោះទេក៏ប៉ុន្តែគាត់ឃើញអង្គរៈគឺថាមានការគោរពចំពោះគាត់ជាខ្លាំងយោខានជួបគ្នាយូរហើយវើយយើងឮតែឯងនឹងបានដាក់ពាក្យលីឈប់ពីក្រុមហ៊ុនមែនទេពេលនោះអង្គរៈនឹងក៏បានសុំទោសគាត់ទៅពេលនោះបរិនោះបាននិយាយថាហេតុអ្វីឯងចាំបាច់សុំទោសយើងតើប្រាក់ខែតិចតួចមែនទេយើងយល់ហើយអញ្ចឹងតើម៉ាក់របស់ឯងនឹងសុខសប្បាយទេពេលនោះបានធ្វើអង្គរៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានសួរថាមិនបានជាលោកម្ចាស់ដឹងអញ្ចឹងពេលនោះបរិនោះបាននិយាយថាអើយប្រកាសហើយយើងច្បាស់ជាដឹងឯងធ្លាប់ជាអ្នកមានសមត្ថភាពក្នុងចំណោមភ្នាក់ងារជំនាញកម្រិតដំបូងដូច្នេះវាមើលទៅចម្លែកណាស់នៅពេលដែលឯងដាក់ពាក្យលាឈប់ភ្លាមអង្គរៈនឹងក៏បាននិយាយថាខ្ញុំឮថាលោកម្ចាស់ទៅបរទេសដូច្នេះខ្ញុំមិនអាចតាក់ទងបានអញ្ចឹងហេតុអ្វីបានជាលោកម្ចាស់មកទីនេះពេលនោះក៏បានឆ្លើយថាតើឯងមិនដឹងទេឬថាវាជាបញ្ហាជាតិហើយក៏មិនតែមិនអីទេឥឡូវនេះយើងសួរឯងមួយតើឯងដឹងពីហេតុការណ៍របស់ CEO វាងមែនទេអ្នកទាំងអស់នេះគឺថាប៉ាបងមួយវូយ៉ងមួយសក់ខ្មៅនឹងហើយអង្គរៈនោះក៏បាននិយាយថាបាទខ្ញុំបានឃើញអត្ថបទអំពីគាត់ដែលបានធ្លាក់ចូលក្នុងស្ថានភាពទទ្រាំដោយមានឈាមកកចូលខួរក្បាលពេលនោះបរិនោះបាននិយាយថាក៏ប៉ុន្តែវាហាក់ដូចជាចម្លែកណាស់ពីព្រោះបទបញ្ជាទិញនៅតែមកពីថ្នាក់លើពួកគេបាននិយាយថាមើលទៅវាហាក់ដូចជាការងាររបស់សាដូពេលនោះបានធ្វើឲ្យអង្គរៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលលើឈ្មោះសាដូនេះវាបាននិយាយថាតើលោកម្ចាស់ចង់មានន័យថាសាដូម្នាក់នោះមែនទេបរិនោះបាននិយាយថាមិនត្រឹមតែប៉ុណ្ណោះទេការវាប្រហារនិងការហេកឃីងពួកគេគិតថាវាប្រហែលជាការវាប្រហាររបស់កូរ៉េខាងជើងឯងក៏បានលើអំពីវាផងដែរថាអ្នកហេកឃីងមកពីខាងជើងវាពិតជាអស្ចារ្យពេកហើយវើយសាដូដែលបានបាត់ខ្លួនអស់រយៈពេល10ឆ្នាំបានបង្ហាញខ្លួនវិញយ៉ាងភ្លាមហើយក៏បានជ្រើសរើសគោលដៅ CEO ក្រុមហ៊ុនធម្មតាមួយមិនមែនជាប្រធានាធិបតីឬនាយករដ្ឋមន្ត្រីនៃកូរ៉េទេបន្ថែមពីលើនោះទៀត Zero អ្នកដែលបានហេកត្រូវបានរៀបចំស្រាវជ្រាវដោយអង្គភាពជាច្រើនក្នុងជុំវិញពិភពលោកដោយវាប្រហារលើក្រុមហ៊ុនមួយដែលស្ទើរតែបាត់បង់ចំណាត់ថ្នាក់ទី30ក្នុងពិភពអាជីវកម្មហើយដឹងទេថាហេតុអ្វីដើម្បីអ្វីពេលនោះបានធ្វើឲ្យមួយអង្គរៈមានការគាំងជាខ្លាំងតែម្ដងបន្ទាប់មកបរិនោះក៏បានចេញទៅហើយនិយាយថាយ៉ាងណាក៏ខ្ញុំរីករាយដែលបានជួបអ្នកខ្ញុំនឹងសរសេររាយការណ៍ឲ្យបន្តបេសកកម្មនៅក្រៅប្រទេសវិញអង្គរៈនោះក៏បាននិយាយថាខ្ញុំក៏រីករាយដែរដែលបានជួបអ្នកវិញដូចគ្នាហើយបន្ទាប់មកទៀតអង្គរៈនោះក៏បាននិយាយតែម្នាក់ឯងថាសង្ឃឹមថាគាត់នឹងចូលនិវត្តន៍ឲ្យមានសុខភាពល្អទៅចុះយ៉ាងណាក៏ដោយ Shadow និង Zero ទេខ្ញុំមិនអាចជឿបានទេថាងាកសម្ងាត់ល្បីបែបនេះនៅក្នុងប្រទេសកូរ៉េអ្នកទាំងអស់នេះខ្ញុំគិតថាបរិម្នាក់ហ្នឹងគឺគាត់គឺជាភ្នាក់ងារសម្ងាត់តែគាត់សេរីចាស់អញ្ចឹងណាឥឡូវនេះគឺគាត់ចូលនិវត្តន៍ឲ្យអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់នេះអាចទាយខ្លួនឯងបានថា Shadow ជាមួយនឹង Zero គឺជានរណាគេបន្ទាប់ពីមកសាច់រឿងរបស់យើងក៏បានកាត់មកក្នុងខ្សែវៀនវិញតែម្ដងពេលនោះអង្គរៈនោះក៏បានសង្ជឹងគិតតែម្នាក់ឯងថាខ្ញុំដូចជាអស់សង្ឃឹមពេកហើយលុបបីយ៉ាងណាក៏ឡើយនេះដើម្បីតែប្រាក់នេះគឺជាពេលដែលខ្ញុំត្រូវតែលះបង់បន្ទាប់ពីនោះដាប៉ែវូយ៉ងបាននិយាយថាឥឡូវនេះយើងចេញពីទីនេះហើយវើយអាសក់ក្រហមក៏បាននិយាយថាហេតុអ្វីបានជាឯងចាក់ចេញអញ្ចឹងនៅបន្តមើលសិនទៅវើយពេលនោះបានធ្វើឲ្យប៉ែវូយ៉ងមានការមូម៉ៅចិត្តជាខ្លាំងហើយបាននិយាយថាយើងបានអនុញ្ញាតឲ្យឯងប្រើជីវរបស់យើងហើយថែមទាំងនាំឯងមកទីនេះទៀតមិនគ្រប់គ្រាន់ទេអាសក់ក្រហមក៏បានសួរថាតើឯងនៅតែខឹងយើងមែនបើយើងមិនចប់រឿងជាមួយនឹងអាក្មេងម្នាក់នេះហើយយើងនឹងយកឯងធ្វើជាដៃស្ដាំរបស់យើងវិញអ្នកទាំងនេះអាដៃស្ដាំមានន័យថាមនុស្សចំណិតអាហ្នឹងក៏ប្រៀបដូចជាកូនចៅម្នាក់ដែរអញ្ចឹងអ្នកទាំងនេះការពិវៈមុនខ្ញុំច្រឡំថាជាអង្គអីណាទៅស្គយអាសក់ខ្មៅវាបាននិយាយថាលុបបីយ៉ាងណាក៏ដោយក៏យើងមិនចាប់អារម្មណ៍ដែរហើយវាបានដល់ជាមីទីនោះទៅបន្តទៀតមកទូប្រុសរបស់យើងក៏បាននិយាយថាដូច្នេះបើយើងអាចបំបាក់អង្គរៈរបស់ឯងបានតែឯងនឹងខ្លាចជាមនុស្សចំណិតរបស់យើងវិញទេ
ពេលនោះអាសកហមបាននិយាយថាឯងឈួតមែនទេឈួតតែឯងក៏ថាអាចយកឈ្នះអង្គរៈរបស់យើងបានមែនទេពេលនោះពេលខាងកូនរបស់យើងក៏បានដើរទៅហើយនិយាយថាបើមិនធ្វើអញ្ចឹងទេឯងនៅតែនាំមនុស្សផ្សេងមកទៀតអញ្ចឹងវាមិនចប់ទេឬគាត់មានន័យថាបើមិនធ្វើអញ្ចឹងទេអាមួយសកហមវានៅតែនាំមនុស្សដែលខ្លាំងមកវាយជាមួយគាត់ទៀតចឹងហើយវាគ្មានថ្ងៃណាដែលអាចបញ្ចប់បានទេបន្ទាប់មកទៀតមកគាត់ក៏បានដើរទៅដល់ទុំមុខជាមួយនឹងអង្គរៈរបស់អាសកហមហើយបាននិយាយថាបើជាយ៉ាងនេះវាមិនមានអត្ថន័យក្នុងការប្រយុទ្ធនៅទីនេះទេឬពេលនោះអាសកហមវាក៏បាននិយាយថាតែឯងក៏តែឯងនឹងជាស្អីដែលអាចយកឈ្នះគាត់បានអង្គរៈរបស់យើងគឺជាអតីតភ្នាក់ងារស៊ើបអង្កេតសម្ងាត់ពីសេវាកម្មស៊ើបអង្កេតអន្តរជាតិវើយពេលនោះទូប្រុសរបស់យើងក៏បាននិយាយទៅកាន់អាសកហមវិញថា Anh vậy chân này. Anh vậy chân này. គ្រួសារខ្លាចគ្រប់គ្នាហ្មង Anh số tha anh vậy chân mấy. ពេលនោះទូប្រុសរបស់យើងក៏បានមើលមកអង្គរៈនឹងទៅហត់បានគិតនៅក្នុងចិត្តថារៀលីបើវាអញ្ចឹងមានខ្ញុំអាចរកអ្នកដែលអាចសាកល្បងជាមួយគ្នាបានហើយបន្ទាប់ទៀតមកអង្គរៈនឹងក៏បាននិយាយទៅកាន់ទូប្រុសថាឥឡូវនេះឯងចាប់សុំទោសជីនសងទៅយើងនឹងមិនធ្វើអ្វីឯងទេពេលនោះទូប្រុសរបស់យើងក៏បានឆ្លើយតបវិញថាលោកដូចជាមានមោទនភាពពេកហើយឬអំបញ្ញមិញអាមួយនោះវាបាននិយាយថាលោកគឺជាអតីតភ្នាក់ងារសម្ងាត់ប៉ុន្តែកំពុងតែវាយក្មេងដើម្បីតែលុយបន្ទាប់មកទៀតអង្គរៈនោះក៏បាននិយាយថាយើងក៏មិនចង់ធ្វើបែបនេះដែរឆ្នេះហើយយើងនឹងឲ្យឱកាសឯងម្ដងទៀតឆាប់សុំទោសគាត់ទៅទូប្រុសរបស់យើងនៅតែនិយាយដដែលថាខ្ញុំមិនចង់ធ្វើវាទេអង្គរៈនោះក៏បាននិយាយថាអញ្ចឹងយើងគ្មានជំរឿសទេវើយក៏មិនតែស្រាប់តែពេលនោះក៏មានរន្ទះជើងហោះមកតែម្ដងហើយគ្មានពីណាឆ្ងាយទេក្រៅពីទូប្រុសរបស់យើងនឹងហើយក៏ប៉ុន្តែអង្គរៈនោះក៏វាមិនអោយដែរគ្នាវាបានរីហ្វ្លេចកិច្ចតន់ប៉ុន្តែទូប្រុសរបស់យើងគាត់មិនទាន់អស់ក្បាច់ទេគាត់ក៏បានកវីខ្លួនថយក្រោយវាមួយជើងវិញទៅក៏ប៉ុន្តែអាមួយអង្គរៈគឺថាវាមិនដួលទេវាគ្រាន់តែខ្ទាតថយក្រោយតែប៉ុណ្ណោះគឺថាពិតជាមួមមែនតែម្ដងពេលនោះអបេខាងក៏យើងក៏មានការភ្ញាក់ផ្អើលជាមួយនឹងកម្លាំងទប់របស់អង្គរៈនោះដែរក៏ប៉ុន្តែអង្គរៈនោះក៏មានការភ្ញាក់ផ្អើលជាមួយនឹងកម្លាំងនិងល្បឿនរបស់ទូប្រុសរបស់យើងវិញដែរគឺថាពីរអ្នកគ្នានឹងមើលមុខគ្នាទៅវិញទៅមកតែម្ដងបន្ទាប់មកទៀតមកអង្គរៈនោះក៏បាននិយាយទៅកាន់ទូប្រុសថាមើលទៅក្បាច់ដែលឯងប្រើមុននេះមិនទាន់ស្ទាត់ជំនាញនោះទេប្រសិនបើឯងនៅតែប្រើវាទៀតឯងនឹងមានរបួសធ្ងន់ធ្ងរទូប្រុសរបស់យើងក៏បានគិតនៅក្នុងចិត្តថាការប្រតិកម្មរបស់គាត់មិនដូចគេផ្សេងទេតើខ្ញុំគួរតែប្រយុទ្ធបន្តិចទៀតហើយចាញ់ទៅឬរអទេពេលនោះអាសកហុំនឹងជាស្អីដែរវាក៏បានលូកមាត់ថាហេហេតុអ្វីបានជាឯងនៅឆោតស្ងៀមចឹងមិនចាប់វាយវាភ្លាមទៅបន្តទៀតមកអង្គរៈនោះក៏បានដើរចូលមករកទូប្រុសតែម្ដងពេលនោះទូប្រុសរបស់យើងក៏បានត្រៀមខ្លួនរួចរាល់ហើយគាត់បាននិយាយនៅក្នុងចិត្តថាតើនេះឬជាភ្នាក់ងារសម្ងាត់របស់កូរ៉េខាងត្បូងប៉ុន្តែមិនអីទេយើងបានត្រៀមខ្លួនរួចរាល់ហើយឆាប់ចូលមកពេលនោះអបេខាងក៏យើងក៏បានទៅម៉ាត់ម្ដាយតែម្ដងក៏ប៉ុន្តែវាត្រូវបានកិច្ចតន់អ្នកទាំងនេះនឹងថាគាត់ម៉ាត់ឬគាត់យកដៃចាប់ភ្នែកទេនេះក៏ប៉ុន្តែមិនទាន់ចោះចាញ់ទេអបេខាងក៏យើងក៏បានម៉ាត់ម្ដាយទៀតអាអង្គរៈនោះវានៅតែកិច្ចតន់ដដែលបន្តទៀតមកអង្គរៈនោះក៏បានយកដៃរបស់វាចាប់ឲ្យទូប្រុសរបស់យើងហើយនឹងជាមួយនឹងដៃបន្តទៀតមកវាក៏បានចាប់ទូប្រុសរបស់យើងបំរុងនឹងយកបោកតែម្ដងបោកដូចកែបោកចឹងក៏ប៉ុន្តែទូប្រុសរបស់យើងគឺថាពិតជាឆ្លាតមែនទែនក៏បានយកជើងរបស់វាទៅក្លេជើងជាប់តែម្ដងបន្តទៀតមកក៏បានចាប់ទាញដៃដែលវាចាប់ឲ្យរបស់គាត់នឹងចេញគឺថាចាប់ទាញចេញរងរហែកឲ្យខ្ទេចតែម្ដងហើយក៏បានឃើញចន្លោះវាយផងដែរគឺនៅកន្លែងឆ្អឹងជនីនេះហើយអ្នកទាំងអស់គ្នាមើលតែទឹកមុខវាទៅគឺថាឡើងឈៀលតែម្ដងបន្តទៀតមកបែកខាងក៏យើងក៏បានសោយម្ដាយចង់មកឡៃឆ្អឹងជនីតែម្ដងគឺថាម៉ាត់ម្ដាយគឺថាឡើងប៉ាំងថយក្រោយតែម្ដងគឺថាសាហាវក៏ខើចុយប្រហើយអ្នកទាំងអស់គ្នាមើលតែទឹកមុខវាទៅដឹងហើយនេះពេលនោះអង្គរៈនឹងក៏បានគិតនៅក្នុងចិត្តថាខ្ញុំតាមួយនេះគឺជាអ្វីនេះមិនមែនជាសិល្បៈក្បាច់គុណទេវើយទូប្រុសរបស់យើងក៏បានឈរគិតដូចគ្នាក៏បានគិតថាប្រសិនបើខ្ញុំមិនប្រើកម្លាំងខ្លាំងទេមើលទៅគាត់មិនឈឺទេពេលនោះអាសកហមវាបានលូកមាត់ទៀតហើយវាបាននិយាយថាតើឯងនៅឈរធ្វើអ្វីមិនចាប់សម្លាប់វាចោលតែម្ដងទៅបន្តទៀតមកអង្គរៈក៏បានបុកទូមកតែម្ដងអ្នកទាំងអស់គ្នាក៏ប៉ុន្តែត្រូវបានអបេខាងក៏យើងចាប់ស្មាជាប់ពេលនោះអបេខាងក៏យើងក៏បានសោយមួយជង្គង់តែម្ដងក៏ប៉ុន្តែអង្គរៈវានៅតែកិច្ចបានទៀតអ្នកទាំងអស់គ្នាក៏ថាចូលមកដែរតែម្ដងបន្តទៀតមកវាក៏បានចាប់ជើងអបេខាងក៏យើងហើយបំរុងនឹងចាប់បោកម្ដងទៀតហើយអ្នកគ្នាគឺថាក្បាច់មួយនេះគឺថាចាប់យកទៅបោកតែម្ដងក៏ប៉ុន្តែពេលនោះអបេខាងក៏យើងនៅតែមិនទាន់អស់ក្បាច់ទៀតអ្នកទាំងអស់គ្នាគឺថាសាហាវចូលមកមកពីនេះអបេខាងក៏យើងក៏បានប្រើជើងបោះវៀនទៅគៀកកជាប់ឲ្យបវល់ខ្លួនអុកទៅក្រោមវិញតែម្ដងថាឡើងប៉ាំងតែម្ដងអ្នកទាំងអស់គ្នាក៏ប៉ុន្តែរឿងមួយដែលអបេខាងក៏យើងភ្ញាក់ផ្អើលបំផុតនោះគឺថាមួយនឹងវាធ្វើទឹកមុខដូចធម្មតាគឺថាវាដូចអត់មានខ្លាចអីឬវាអត់មានឈឺអីបន្តិចបន្តទៀតមកអបេខាងក៏យើងក៏បានថយក្រោយបន្តិចទៅពេលនោះអង្គរៈនោះក៏បានងើបឡើងវិញផងដែរទូប្រុសរបស់យើងឃើញអញ្ចឹងក៏បាននិយាយទៅកាន់វាថាហេតុអ្វីបានជាលោកមិនប្រើដៃវាយមកលើខ្ញុំអញ្ចឹងក៏ប៉ុន្តែមិនអីទេឥឡូវនេះលោកបានដឹងហើយថាលោកមិនមានជំនាញគ្រប់គ្រាន់ដើម្បីវាយលើខ្ញុំស្រាលបានទេមែនទេអ្នកទាំងអស់នេះបើតាមខ្ញុំគិតថាអង្គរៈនោះគ្រាន់តែបធូរដៃឲ្យទេអ្នកទាំងអស់នេះដោយសារតែក្បាច់គាត់វាយគាត់អត់វាយគាត់គ្រាន់តែចាប់បោកអញ្ចឹងណាបន្តទៀតមកអង្គរៈនោះក៏បានងើបឡើងវិញហើយបាននិយាយទៅកាន់ទូប្រុសថាអញ្ចឹងយើងសូមទោសផងដែលយើងមើលងាយក្បាច់គុណរបស់ឯងពីព្រោះយើងគិតថាឯងគ្រាន់តែជាសិស្សនិស្សិតធម្មតាអបេខាងក៏យើងក៏បានសួរថាតើឥឡូវលោកលេងមែនតែនហើយឬក៏ប៉ុន្តែអង្គរៈនោះក៏បានឆ្លើយយ៉ាងមួយម៉ាត់ខ្លីថាយើងចាញ់ហើយវើយឥឡូវនេះយើងសូមចោះចាញ់ឯងហើយឯងមិនចាំបាច់សុំទោសជីនសងទេហើយអ្នកដែលប្រតិកម្មខ្លាំងជាងគេមិនមែនជាទូប្រុសរបស់យើងទេគឺអាសក់ឆេះនេះហើយគឺថាវាស្រែកពេញនឹងតែម្ដងវាបាននិយាយថាហេតែឯងនិយាយអ្វីហ្នឹងអាបាយឆាប់វាពេញកម្លាំងរបស់ឯងទៅវើយឯងថាឯងនឹងចាញ់មានន័យថាម៉េចបើឯងមិនធ្វើវាទេយើងនឹងមកឈប់ការងាររបស់ឯងហើយវើយក៏ប៉ុន្តែអង្គរៈរបស់វាក៏បានឆ្លើយតបយ៉ាងចុកឈាមថាអ្នកផងដែរគួរតែបញ្ចុះវាទាំងអស់ទៅខ្ញុំនឹងដាក់លិខិតលាឈប់ពីការងារហើយមិនចាំបាច់ភ័យទេ Ủa, lôi ngọn
ហើយអាប៉ែអង្គរៈនោះក៏បានដើរចេញពីទីនោះទៅមុនពេលដែលវាចាក់ចេញវាបាននិយាយទៅកាន់ទូប្រុសថាបើមានឱកាសម្ដងទៀតយើងសូមវាយគ្នាជាមួយឯងមែនតើហើយណាវើយអាក្មេងប្រុសអញ្ចឹងមានន័យថាបើប៉ែខេងកងមកយើងជួបគ្នាជាមួយនឹងអង្គរៈនឹងម្ដងទៀតនឹងបានស្គាល់រសជាតិពិតហើយណាហើយអ្នកដែលប៉ែខេងកងមកយើងត្រូវនិយាយគ្នាម្ដងទៀតនោះគឺបកាច់យោនេះហើយបន្តមកទៀតមកទូប្រុសបើយើងក៏បានដើរទៅរកវាទៅហើយក៏បាននិយាយទៅកាន់វាថាតែឥឡូវនេះយើងត្រូវធ្វើអ្វីជាមួយនឹងឯងឲ្យអ្នកទាំងគ្នាមើលតែទឹកមុខវាទៅគឺថាឡើងញាប់ផ្លោកតែម្ដងពេលនោះអាសក់ក្រហមវាក៏បានយកអំណាចរបស់ឪរបស់វាមកនិយាយថាតែឯងហ៊ានវាយយើងឬតែឯងដឹងហើយថាឪពុករបស់យើងនឹងខ្លាចជាប្រធាននៃថាបតីបន្ទាប់ទូប្រុសបើយើងក៏បានឆ្លើយតបវិញថាដឹងតើនៅពាក្យកណ្ដាលឆ្នាំក្រោយគាត់នឹងខ្លាចជាប្រធាននៃថាបតីនៃប្រទេសនេះពេលនោះអាសក់ចេះបាននិយាយថាបើឯងដឹងចឹងល្អហើយកុំវាយអញបើវាយអញប្រាប់ឪអញតែម្ដងពេលនោះអាប៉ែកែងកងមកយើងមិនដឹងកើតអីទេក៏បានដាក់ដៃពីមុខវាហើយបានគិតមួយសន្ទុះថាអាមួយនេះវាតែងតែយកឪរបស់វាមកបាំងមុខរហូតតើខ្ញុំគួរតែប្រដៅវាទេឬប៉ុន្តែយ៉ាងណាក៏ដោយក៏វាធ្លាប់បើអាហារពេលល្ងាចរបស់ខ្ញុំដែរពេលនោះប៉ែខាងកងមកយើងមិនចង់មានរឿងច្រើនក៏គាត់តម្លាក់ដៃចុះបំរុងដើរចេញទៅក៏ប៉ុន្តែអាមួយសក់ឆេះហ្នឹងវាស៊ីចូលវាគ្នាវាបាននិយាយថា Good boy ពេលនោះទូប្រុសរបស់យើងក៏បានបដូរចិត្តវិញហើយក៏បានទៅផ្ទះមុខរបស់វាផ្ទុំអញ្ចឹងតែម្ដងហើយក៏បាននិយាយទៅកាន់វាថាយ៉ាងមិនហើយស្គាល់រសជាតិដែលឯងធ្វើបាបគេហើយឬនៅអាសក់ក្រហមគឺមានពាក្យអីក្រៅពីពាក្យថាឲ្យលេងអាថោកទៀតអាប៉ែខាងកងមកយើងបាននិយាយថាយើងធ្វើលេងទេវើយបន្តិចទៀតយើងដកដៃចេញវិញហើយពេលនោះក៏បានដកដៃចេញក៏ប៉ុន្តែរឿងមួយដែលតប៉ែគឺថាក៏ដកដៃចេញក៏រុញទៅវិញទៅមកទៅហឹងតែម្ដងអ្នកទាំងអស់គ្នារុញលើកទី2គឺថារុញអាហ្នឹងឡើងចិត្តដាច់ខ្សងងាប់តែម្ដងពីព្រោះឯវាអាចដកដង្ហើមបាននោះវាហ្នឹងក៏ខំប្រឹងទាញដៃទូប្រុសរបស់យើងចេញដែរតែទាញបានទេទូប្រុសរបស់យើងកម្លាំងប៉ុណ្ណាណីគឺថារុញតតាមួយហ្នឹងវាតម្លាក់ដៃមកថាវាចិត្តដាច់ខ្សងងាប់មែនតើហើយអាប៉ែខាងកងរបស់យើងក៏បាននិយាយប្រាប់វាថាឯងគួរតែបញ្ចប់ត្រឹមនេះទៅនេះគួរតែគ្រប់គ្រាន់សម្រាប់ឯងយល់ហើយវើយប៉ុន្តែអាសក់ក្រហមវាបាននិយាយថាអាចុយម្រាយអញនឹងប្រាប់ពុកអញហើយចាំមើលទៅអ្នកទាំងអស់គ្នាអាប៉ែខាងកងរបស់យើងលើដូចឆ្នាំមកណារុញគ្នាថែមតែម្ដងរុញតចិត្តងាប់តែម្ដងចិត្តងាប់មែនតើអ្នកទាំងគ្នារុញតតាអាសក់ក្រហមវាថាវាឈរលេងនឹងតែម្ដងអាសក់ក្រហមវាមិនអាចទ្រាំទៀតវាបាននិយាយថាឥឡូវនេះយើងឈប់ហើយវើយដោះលេងទៅយើងឈប់ហើយអាប៉ែខាងកងរបស់យើងឃើញវាចិត្តងាប់ចឹងក៏បានលេងដៃទៅហើយបាននិយាយទៅកាន់វាថាអ្នកទាំងអស់គ្នាឥឡូវហ្នឹងគាត់និយាយតែម្នាក់ឯងតែនិយាយច្រើនមែនតើតែម្ដងក៏ប៉ុន្តែឥឡូវនេះសុំនិយាយតែពីវាម៉ាត់ឲ្យកុំឲ្យតប៉ែចឹងណាស្ដាប់យើងឲ្យច្បាស់ទៅយើងនឹងឲ្យឯងរងទុកដូចនៅឋាននរកអញ្ចឹងដោយមិនចាំបាច់វាយឯងទេហើយនឹងធ្វើឲ្យរាល់ថ្ងៃរបស់ឯងនៅសាលាដោយឋាននរកដូចគ្នាផងដែរក៏ប៉ុន្តែច្បាស់ណាស់ឯងមិននៅស្ងៀមទេឯងប្រហែលជាព្យាយាមប្រើអំណាចរបស់ពុករបស់ឯងដែលឯងនិយាយអួតក្អេងក្អាំងឲ្យមកវាយខ្ញុំម្ដងទៀតតើយើងនិយាយត្រូវទេហើយដល់ពេលនោះឯងគិតថាយើងនឹងខ្លាចអំណាចរបស់ពុករបស់ឯងមែនទេអាក្មេងគាត់បាននិយាយបន្តទៀតថាយើងមកប្រទេសនេះដើម្បីរកមិត្តល្អនិងខិតខំសិក្សាចូលវិទ្យាល័យល្អហើយនឹងរកការងារល្អធ្វើនៅពេលក្រោយនេះគឺជាផ្លូវដែលយើងត្រូវតែដើរមិនថាយ៉ាងណាក៏ដោយប្រសិនបើឯងហ៊ានមករារាំងយើងនេះគឺជាលទ្ធផលរបស់ឯងទូប្រុសរបស់យើងនឹងបំរុងយកដៃរបស់គាត់នឹងដើម្បីទៅខ្ទប់មុខរបស់វាទៀតហើយក៏ប៉ុន្តែពេលនោះសັບតែមានអ្នកមកអន្តរាគមន៍មានពីណាគេក្រៅពីអាប៊ូយ៉ុងនេះទេពីព្រោះឲ្យវានៅទីនេះដែរតែគ្នាវាអត់ទៅណាឆ្ងាយទេវាបាននិយាយថាគួរតែឈប់ត្រឹមនេះទៅវើយបានហើយពេលនោះវាក៏បានទៅមើលអាសក់ក្រហមដើម្បីនាំវាចេញពីទីនេះឬក៏ទៅពេទ្យទៅអីយ៉ាងទៅនៅពេលដែលវាដើរចេញវាបាននិយាយថាយើងនឹងមិនធ្វើរឿងនេះកើតឡើងម្ដងទៀតទេវើយបន្ទាប់ពីអាពីរអ្នកនោះចាក់ចេញទៅទូប្រុសរបស់យើងក៏បាននិយាយតែម្នាក់ឯងថាជុំតានេះគ្រប់គ្រាន់ហើយឬខ្ញុំមានអារម្មណ៍ថាខ្វះអ្វីមួយ